បាទសូមជម្រាបសួរគ្រប់ជម្រាបសួរពុកម៉ែបងប្អូនបាទមិត្តភ័ក្តិជនរួមជាតិកម្ពុជាបាទជាមិត្តភ័ក្តិជាអ្នកធ្វើការជាមួយអាចជាកូនសិស្សខ្ញុំផងដែរសូមជម្រាបសួរហើយស្វាគមន៍មកកាន់page ឬក៏ video impactors ជាលើកដំបូងរបស់យើងនៅថ្ងៃនេះមែនទេលោកគ្រូផលីបាទហើយសម្រាប់ថ្ងៃនេះដែរយើងកម្មវិធីរបស់យើងហ្នឹងគឺតាក់ទងជាមួយនឹងសៀវភៅបាទសៀវភៅយើងដឹងហើយគឺមានសារៈសំខាន់ខ្លាំងមែនទែនហើយប្រធានបទឬក៏ topic របស់យើងថ្ងៃហ្នឹងគឺតើសៀវភៅអ្វីខ្លះដែលមានឥទ្ធិពលខ្លាំងហើយអាចផ្លាស់ប្ដូរជីវិតរបស់យើងឲ្យកាន់តែប្រសើរជាងនេះបាទថ្ងៃនេះខ្ញុំបាទសុកសុភ័ក្រសប្តាហ៍ថ្ងៃខ្ញុំគឺជាព្រឹទ្ធបរិះរបស់សាលាភាសាបរទេសមួយដែលមានបង្រៀនអង់គ្លេសចិនហើយនិងបារាំងបាទនៅក្នុងអង្គការអន្តរជាតិមួយដែលជួយក្មេងៗក្រីក្រឲ្យគាត់មានសមត្ថភាពក្នុងការរកការងារធ្វើដែលសមរម្យដែលអាចជួយខ្លួនឯងគ្រួសាររបស់គាត់និងប្រទេសជាតិបានហើយខ្ញុំគិតថាការដែលយើងម្នាក់ត្រូវតែមានចំណេះដឹងដើម្បីឲ្យខ្មែរយើងខ្លាំងបាទហើយថ្ងៃនេះខ្ញុំដែលជាវាគ្មិនកិត្តិយសក្នុងកម្មវិធីនេះជាពិធីករផងដែរបានអញ្ជើញវាគ្មិនម្នាក់របស់យើងហើយគាត់ក៏ជាគេហៅថាសហនិពន្ធឬក៏អ្នកនិពន្ធរួមគ្នាបាទគឺលោកផូលីដែលនៅនាយឆ្វេងដៃខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទខ្ញុំបាទខុនផូលីជាសហនិពន្ធសៀវភៅទានទេសនៈជាមួយនឹងលោកគ្រូសុកសុភ័ក្រហើយខ្ញុំបាទជាអ្នកអប់រំឬជាអ្នកនិពន្ធសៀវភៅបាទសៀវភៅនិទានទេសនៈសៀវភៅគតិធម្មលោកជាដើមហ្នឹងបាទលោកគ្រូភ្លេគួរចាប់អារម្មណ៍ដែរដោយសារតែថ្មីនេះយើងដឹងហើយរយៈពេល 3-4 ខែចុងក្រោយគឺខ្ញុំជឿថាទាំងខ្ញុំទាំងគេគឺមានអារម្មណ៍យ៉ាងតឹងទ្រូងតិចដោយសារតែការគេថាមានtension បាទការតានតឹងរវាងនៅស្ថានភាពនៅតាមព្រំដែនបាទហើយយើងដឹងហើយថាដើម្បីរួមចំណែកបងធ្វើមិនឲ្យខ្មែរយើងបកកាយខ្មែរយើងខ្លាំងហ្នឹងគឺយើងចាប់ផ្ដើមអំពីការកសាងសមត្ថភាពគេប្រើពាក្យថាជំនាញនឹងអរិយាប័ត្រមិនចឹងណាបាទហើយធ្វើបានហ្នឹងគឺជាទូទៅដើម្បីឲ្យមនុស្សយើងគាត់រៀនបកកាយបានគឺភាគច្រើនគឺតាមរយៈដ៏អស្ចារ្យដ៏ល្អមួយហ្នឹងគឺការអានសៀវភៅដូច្នេះហើយបានជាប្រធានបទឬក៏ topic របស់យើងនៅថ្ងៃនេះគឺយើងនិយាយអំពីឡើងវិញគឺសៀវភៅណាដែលធ្វើឲ្យយើងមានការផ្លាស់ប្ដូរជីវិតច្រើនមានឥទ្ធិពលខ្លាំងបាទអញ្ចឹងហើយខ្ញុំសូមបន្ថែមដែរក្នុងឱកាសនោះដែរខ្ញុំសនុំពរឲ្យបងប្អូនជាពិសេសបងប្អូនយុវជនរបស់យើងប្រឹងប្រែងរៀនសូត្រយើងដូចគេនិយាយថាដូចជាបារ៉ាអូបាម៉ាគាត់និយាយថាកាលណាយើងមិនប្រឹងប្រែងរៀនសូត្រទេបានន័យថាយើងទុកប្រទេសជាតិយើងចោលហើយអញ្ចឹងមានតែយើងខំប្រឹងរៀនទៅយើងធ្វើជាធនធានមនុស្សដ៏អស្ចារ្យសម្រាប់កម្ពុជារបស់យើងទើបយើងអាចជួយប្រទេសកម្ពុជាយើងដើម្បីជួយប្រទេសជាតិបានយើងត្រូវតែជួយខ្លួនឯងត្រូវតែយើងខ្លួនឯងមានសមត្ថភាពខ្លាំងសិនបានយើងអាចជួយជាតិបានហើយយើងធនធានអត់ល្អយើងមិនជួយជាតិបានដែរបងបាទត្រឹមត្រូវលោកគ្រូផូលីពីព្រោះថាដូចគេបាននិយាយចឹងគេថាប្រទេសប្រជាធិបតេយ្យមួយដើម្បីឲ្យដំណើរការប្រជាធិបតេយ្យបានជោគជ័យបានរលូនតើតែពលរដ្ឋហ្នឹងគឺសិតតែជាអ្នកចេះដឹងចឹងហើយបានជាថ្ងៃនេះគឺយើងចាប់ផ្ដើមអំពីសៀវភៅតែម្ដងណាបាទអញ្ចឹងសម្រាប់អញ្ចឹងគោលបំណងបាទបងឯងគោលបំណងសំខាន់ហ្នឹងគឺបងឯងចង់ផុសកំណត់ធ្វើម៉េចឲ្យយុវជនឬក៏ពលរដ្ឋរបស់យើងគាត់បង្កើនឬក៏អ្នកដែលអត់ទាន់មានទេបានបង្កើតទម្លាប់ការអានសៀវភៅបាទយើងចង់ណែនាំសៀវភៅខ្លះណាបាទសំដៅវាមានឥទ្ធិពលអីខ្លះដែលយើងមានទម្លាប់ក្នុងការអានសៀវភៅហ្នឹងបាទអញ្ចឹងដូចបងប្អូនបានឃើញរួចទៅហើយនៅលើតុរបស់យើងហ្នឹងគឺមានសៀវភៅជាច្រើនបាទរាប់ទៅប្រហែលជាទាំងរបស់ខ្ញុំទាំងរបស់លោកគ្រូផូលីបាទប្រហែលជា20ក្បាលហើយប៉ុន្តែ20ក្បាលនេះចំណុចចម្រាំងមកខ្លះដែរតាមពិតយើងមានសៀវភៅច្រើនទៀតណែនាំតែយើងមិនអាចណែនាំរយៈពេល1ម៉ោង2ម៉ោងអស់ទេបាទត្រឹមត្រូវហើយនេះសៀវភៅហ្នឹងវាសៀវភៅមែនតើជា physical book ទៀតវាសរសៀវភៅ online book online ជា soft copy ជាច្រើនរបស់យើងទៀតហ្នឹងអញ្ចឹងយើងចាប់ផ្ដើមពីសៀវភៅទាំងអស់នេះសិនហើយគោលបំណងគឺចង់អភិវឌ្ឍសមត្ថភាពរបស់យើងទាំងអស់គ្នាអញ្ចឹងខ្ញុំចាប់ផ្ដើមតែម្ដងទៅសម្រាប់កម្មវិធីរបស់យើងនេះ
ដំបូងទាំងខ្ញុំទាំងលោកគ្រូប៉ូលីនឹងចែករំលែកអំពីសភៅទាំងអស់នេះបន្តមកទៀតគឺយើងនឹងចាប់ផ្ដើមជា engage ជាមួយ audience គឺការឆ្លើយសំណួរឆ្លើយឆ្លងផ្សេងៗជាមួយគ្នាយើងទាំងអស់គ្នាជាមួយទស្សនិកជនរបស់យើងទាំងអស់គ្នាបាទរួមគ្នាខ្ញុំសូមចាប់ផ្ដើមតែម្ដងទៅសម្រាប់ខ្ញុំប៉ុន្តែជាការចាប់ផ្ដើមខ្ញុំចង់ឲ្យបងប្អូនគិតបន្តិចដែរសំណួរមួយនេះណាតើកន្លងមកទោះបីបងប្អូនជានរណាក៏ដោយឥឡូវនេះអាចជាកូនសិស្សសាលាថ្នាក់ទី9ទី12ក្តីកូនសិស្សសាកលវិទ្យាល័យក្តីជាលោកគ្រូអ្នកគ្រូក្តីជានាយកសាលាឬក៏អ្នកដឹកនាំក្តីខ្ញុំចង់ឲ្យគ្នាយើងគិតបន្តិចថាតើកន្លងមករយៈពេលជាច្រើនឆ្នាំកន្លងមកតើបងប្អូនបានអានសភៅអីខ្លះដែលវាមានប្រយោជន៍ខ្លាំងហើយជាពិសេសគឺបានផ្លាស់ប្ដូរជីវិតរបស់យើងមែនគ្រូមានអតិពលខ្លាំងដែលនាំឲ្យយើងមានការផ្លាស់ប្ដូរទាំងអិយាបថការគិតហើយនឹងធ្វើយើងធ្វើអីហ្នឹងវាសម្រេចបានច្រើនជាងមុនចង់ធ្វើទៅវាមកដាក់ធ្វើចង់អង់គ្លេសទេណាសម្រេចបានច្រើនជាងមុនបាទអញ្ចឹងជាការចាប់ផ្ដើមខ្ញុំសូមរំលឹកកាលពីខ្ញុំនៅក្មេងបន្តិចសភៅដែលខ្ញុំលើកមកនេះមានមួយចំនួនហើយសភៅដំបូងបំផុតដែលខ្ញុំចូលទៅអានបណ្ណាល័យពេលហ្នឹងខ្ញុំចាំថាខ្ញុំនៅជានិស្សិតឆ្នាំទី3នៅឡើយខាងសាលាភាសាបរទេសបាទក្នុងឆ្នាំដូចជា2004បាទវាសឹងតែ20ឆ្នាំជាងហើយពេលហ្នឹងណាខ្ញុំអានបណ្ណាល័យខ្ញុំបើកមកទំព័រប្រហែលទំព័រដំបូងគេអានចេះដោយសារវាជាភាសាអង់គ្លេសតែខ្ញុំអាចបកប្រែជាភាសាខ្មែរបានគេសួរថាតើខ្ញុំជាអ្នកណាគេនិយាយណាខ្ញុំអានក្នុងហ្នឹងខ្ញុំគឺជាមិត្តភក្តិជាមួយអ្នកជារៀងរហូតខ្ញុំគឺជាអ្នកជួយដ៏ល្អបំផុតអស្ចារ្យបំផុតក៏ប៉ុន្តែអាចគឺជាជាបន្ទុកដ៏ធ្ងន់ខ្ញុំអាចនឹងរុញអ្នកឬក៏ទាញអ្នកទម្លាក់ក៏ថាបានខ្ញុំគឺអ្នកបញ្ជាខ្ញុំបានគ្រប់ពេលទាំងអស់ហើយរឿងជាច្រើនដែលអ្នកឲ្យខ្ញុំជួយបានទាំងអស់ហ្នឹងហើយខ្ញុំអាចនឹងជួយឆ្លើយចម្លើយឆ្លើយសំណួរអ្នកហ្នឹងគឺថាលឿនហើយត្រឹមត្រូវទៀតហើយខ្ញុំស្រួលក្នុងការចាត់ចែងគ្រប់គ្រងប៉ុន្តែដល់អ្នករៀងតឹងរឹងជាមួយខ្ញុំមកបន្តិចបាទអញ្ចឹងខ្ញុំមិនមែនជាម៉ាស៊ីនទេប៉ុន្តែខ្ញុំធ្វើការច្បាស់លាស់ហ្មងដូចម៉ាស៊ីនអញ្ចឹងហើយដូចជាភាពឆ្លាតរបស់មនុស្សអញ្ចឹងហើយខ្ញុំអាចធ្វើឲ្យអ្នកជោគជ័យក៏បានបរាជ័យក៏បានយកខ្ញុំមកណាហើយអភិវឌ្ឍខ្ញុំមកប៉ុន្តែតើអ្នកមកចត់ជាមួយខ្ញុំបន្តិចបាទអញ្ចឹងមានន័យថាខ្ញុំអាចធ្វើឲ្យអ្នកបរាជ័យក៏បានជោគជ័យក៏បានតើខ្ញុំជានរណាបាទខ្ញុំសូមអានជាភាសាអង់គ្លេសខាងចុងក្រោយមកបន្តិចដោយសារវាមានន័យបាទគេថា take me train me be firm with me and I will place the world at your feet be easy with me and I will destroy you who am I ខ្ញុំត្រឡប់មកវិញបងប្អូនប្រហែលជាមានចម្លើយទៅនឹងសំណួរនេះហើយបាទប៉ុន្តែចម្លើយនៃសំណួរហ្នឹងគឺភាសាអង់គ្លេសគឺ I am habit ខ្ញុំគឺជាទម្លាប់អញ្ចឹងវារំលឹកឲ្យខ្ញុំតាំងពីរយៈពេល20ឆ្នាំជាមួយនឹងខ្ញុំអានសភៅ7 Habits of Highly Effective Teens សភៅហ្នឹងសរសេរដោយលោក Sean Covey គឺជាអ្នកនិពន្ធជាកូនប្រុសបង្កើតរបស់លោក Stephen Covey ដែលសរសេរសភៅទម្លាប់ទាំង7នេះហើយខ្ញុំជឿថាសភៅហ្នឹងគឺគ្នាយើងទាំងអស់គ្នាសិតតែបានធ្លាប់បានដឹងហើយនៅភាគច្រើនហើយសភៅហ្នឹងមិនតែខ្មែរបាទសភៅហ្នឹងគេបកប្រែជារាប់សិបភាសាដែលផ្លាស់ប្ដូរជីវិតមនុស្សរាប់លាននាក់បាទអញ្ចឹងបាទសភៅហ្នឹងបកកែធ្លាប់អានដែរធ្លាប់ចូលរួមសិក្ខាសាលាទៀតបាទអូបាទ 7 Habits of Highly Effective People ណាបាទអញ្ចឹងលោកគ្រូប៉ូលីក៏ធ្លាប់អានសភៅហ្នឹងដែរអញ្ចឹងគ្រូអាចចែករំលែកតិចបានទេថាសភៅហ្នឹងវាមានចំណុចសំខាន់អីខ្លះហើយវាផ្លាស់ប្ដូរជីវិតគ្រូមិនដែរពាក់ព័ន្ធឲ្យយើងកាន់ទម្លាប់សម្រាប់ចង់ជាបុគ្គលជោគជ័យព្រោះទម្លាប់វាសំខាន់ទម្លាប់យើងយ៉ាងណាវាស្នាយើងយ៉ាងហ្នឹងយើងអាចនិយាយបានអញ្ចឹងទម្លាប់ដែលហ្នឹងវាចេញជា character ជាចរិតលក្ខណៈថាបុគ្គលហ្នឹងបែបម៉េចពេលបាទខ្ញុំសូម highlight តាមខ្ញុំចាំទម្លាប់ទី1ដូចជា be proactive បាទធ្វើជាមនុស្សបរិសកម្មបាទយើងកុំទម្លាប់ស្ដីបន្ទោសបរិយាកាសមិត្តជុំវិញខ្លួនឯងកុំបន្ទោសមកពីយើងកើតក្នុងគ្រួសារក្រីក្រកុំបន្ទោសស្ថានភាពចេះចុះមួយប៉ុន្តែធ្វើខ្លួនឯងទៅជាបរិសកម្មបាទហើយត្រឡប់ទី2ដូចជា begin with the earning minds ចាំន័យថា
យើងធ្វើអីត្រូវដឹងថាខ្លួនឯងទៅណាដើម្បីអីបើយើងអត់ដឹងថាទៅណាផងហើយសម្រាប់តាមផ្លូវច្រើនណាវិញអញ្ចឹងណាយើងត្រូវមានទម្លាប់នឹងទម្លាប់មួយទៀតដូចជា put first thing first យើងចេះដាក់វត្ថុអត្ថភាពមុនគេហើយខ្ញុំចាប់អារម្មណ៍ទម្លាប់ទី3នឹងមែនតើខ្ញុំធ្លាប់ប្រាប់កូនសិស្សខ្ញុំដែរទម្លាប់ទី3 put first thing first មកយើងត្រូវចេះកំណត់វត្ថុអត្ថភាពខ្លួនឯងមនុស្សហេតុអីបានជាមនុស្សផ្សេងគ្នាលទ្ធផលផ្សេងគ្នាជោគជ័យផ្សេងគ្នាដោយសារ first thing វត្ថុអត្ថភាពរបស់មនុស្សអត់ដូចគ្នាបាទអញ្ចឹងវាធ្វើឲ្យមនុស្សសម្រេចបានផ្សេងគ្នាឧទាហរណ៍ថាហេតុអីបានអ្នកនេះជោគជ័យក្នុងវិស័យនេះទៅអ្នកនេះក្នុងវិស័យអប់រំទៅអ្នកនេះក្នុងដោយសារដាក់ first thing ផ្សេងគ្នាបាទហើយក្នុងការកំណត់ first thing ហ្នឹងគេមានយើងត្រូវធ្វើរឿងណាដែលសំខាន់ហើយបន្ទាន់បាទខ្ញុំមើលអត់យល់មិនមើលឃើញមើលរឿងណាដែលសំខាន់ហើយបន្ទាន់មុនគេបាទហើយបាទបងប្អូនអាចអានបន្ថែមព្រោះអីខ្ញុំចាំអត់អស់វាច្រើនហើយត្រឡប់ទី4ដូចជា think first to understand then to be understood ប៉ុន្តែយើងព្យាយាមយល់ពីគេបាទមុនឲ្យគេយល់ខ្លួនឯងបាទស្តៀងនឹងច្បាប់សកលច្បាប់មាសជីវិតដែរកន្លែងត្រឡប់ទី4ហ្នឹងបាទចង់ឲ្យគេគោរពស្រឡាញ់ខ្លួនឯងយើងត្រូវវិនិយោគអានោះទៅលើគេសិនហើយត្រឡប់ទី5ដូចជា think win win បាទយើងគិតឈ្នះឈ្នះបាទឈ្នះបើទើបអាចរស់នៅក្នុងសេចក្តីសុខដុមរមនាជាមួយគ្នាបានបាទហើយចំណុច2ទៀតខ្ញុំសូមបន្ថែមពីលោកគ្រូ Polly ទៅដោយសារតែវាតាក់ទងជាមួយនឹងអ្វីដែលខ្ញុំកំពុងតែធ្វើខ្លាំងពេកទម្លាប់ទី6នេះមើលទៅដូចជាប្រភេទថា synergize មានន័យថាយើងជាប្រភេទមនុស្សដែលអាចធ្វើការជាមួយគេជាមួយឯងយកចូលគ្នារួមបានល្អតែម្ដងបាទយើងប្រមូលកម្លាំងមករួមរួមគ្នានិយាយជាក់ស្ដែងមួយគឺខ្ញុំទាំងជាគណៈកម្មការមួយក្នុងការរៀបចំកម្មវិធីមួយដែលមានមនុស្សរហូតដល់600នាក់ធ្វើហ្នឹងណាចេះបងនេះបាទសភៅនេះហ្នឹងហើយឲ្យបងប្អូនអាចហ្នឹងហើយសភៅហ្នឹងល្អខ្លាំងបាទយើងរៀបចំevent មួយមនុស្សច្រើនបាទ600នាក់ហើយយើងមិនអាចរៀបចំបានទាំងអស់ទេអញ្ចឹងដោយសារតែ team របស់យើងគឺបកកាយគឺគាត់ខ្លាំងគាត់ active គាត់ energetic គឺយើងអាចរៀបចំបានយ៉ាងល្អមែនតើហើយវាគឺជាកម្លាំងគេហៅថា synergy ណាចុងក្រោយដែលមានសារៈសំខាន់ខ្លាំងហ្នឹងគឺគេប្រើពាក្យថា sharpen the sword មានន័យថាសម្លៀងកបិតរបស់យើងសម្លៀងបថៅសម្លៀងអីណាដូចជាខ្ញុំចាំ quote មួយរបស់លោក Abraham Lincoln ដែលជា president ណាបាទប្រធានាធិបតីរបស់អាមេរិកទី16ហើយគាត់នឹងគេស្រឡាញ់គាត់ច្រើនណាគាត់ថាប្រសិនបើគាត់ណាមានពេលច្រើនម៉ោងអាចនឹង10ម៉ោងនៅក្នុងការកាប់ដើមឈើមួយឲ្យដាច់គាត់នឹងចំណាយពេលយ៉ាងហោចណាស់ក៏4ទៅ5ម៉ោងដែរដើម្បីសម្លៀងបថៅរបស់គាត់នេះមានន័យថាការដែលយើងប្រឹងពង្រឹងសមត្ថភាពរបស់យើងក្នុងការធ្វើមួយឲ្យបានល្អប្រសើរហ្នឹងគឺសំខាន់ណាស់បាទពីព្រោះថាយើងដឹងហើយសម័យនេះគឺសម័យ AI ស្អីក៏ដើរលឿនដែរហើយ AI វាមិនចេះដេកមិនចេះពួនទេមែនទេបាទអញ្ចឹងវាដើរតែរហូតហ្នឹងហើយបើសិនជាយើងករណីខ្លះនៅពេលដែលយើងប្រឹងរៀនប្រឹងសូត្រអត់តាន់ទេគឺអត់បានទេអញ្ចឹងបានណាមនុស្សគ្រប់រូបមិនថាជានិស្សិតជាគ្រូបង្រៀនជាអ្នកធ្វើការអ្នករកស៊ីអីទេគឺត្រូវតែរៀនសូត្រចំណិចបាទរៀនសូត្រចំណិចក្នុងការអភិវឌ្ឍធនធានមនុស្សរបស់យើងនិងខ្លួនឯងបាទដើរក្នុងស្រោមចោលហ្នឹងអញ្ចឹងណាបាទលៀងវាអញ្ចឹងទស្សនិកជនដែលកំពុងតែស្ដាប់នេះខ្ញុំជឿថាមានច្រើនអ្នកដែលបានជីវិតរបស់បងប្អូនដែលបានផ្លាស់ប្ដូរពីសភៅមួយក្បាលនេះមិនអញ្ចឹងណាបាទហើយសភៅនេះដែរគាត់គួរឲ្យចាប់អារម្មណ៍គាត់ទៅសេទាំងគ្រួសារតែម្ដងលោក Sean Covey គាត់ទៅសេអំពីប្រសិទ្ធភាពទាំងទម្លាប់ទាំង7ដែលធ្វើឲ្យមនុស្សមានប្រសិទ្ធភាពសម្រាប់យុវជនណាបាទហើយប៉ារបស់គាត់តាក់ទងអំពីមនុស្សធំគាត់ទៅសេតាក់ទងជាមួយ team ផងជាមួយគ្រួសារផងអីជាច្រើនគួរសមបន្តទៀតហើយសម្រាប់ខ្ញុំតែម្ដងខ្ញុំអាចនិយាយភាសាអង់គ្លេសបន្តិចភាសាភាគច្រើនខ្ញុំអានប្រភពចំណេះដឹងរបស់ខ្ញុំគឺភាគច្រើនជាភាសាអង់គ្លេសហើយភាសាអង់គ្លេសក៏ល្អដែរបើសិនបើយើងចេះបាទមែនតើទៅអញ្ចឹងI am a habit guy ខ្ញុំជាមនុស្សម្នាក់ដែលជឿលើ habit បាទជឿលើការបង្កើតទម្លាប់ល្អបាទដោយដែលលោក Stephen Covey គាត់និយាយអញ្ចឹងគឺថា habits can make or break you បាទទម្លាប់អាចនឹងសម្លាប់អ្នកហើយក៏អាចធ្វើឲ្យលោកអ្នក
ជោគជ័យឬក៏បរាជ័យបានដែរចឹងហើយបានជាសភៅដែលភាគច្រើនដែលខ្ញុំអានហ្នឹងគឺតាក់ទងជាមួយនឹងការបង្កើតទម្លាប់ល្អឧទាហរណ៍ថាដូចជាសភៅអញ្ចឹងខ្ញុំកាត់មកអញ្ចឹងបានន័យថា top 1មកហ្នឹងគឺអឺគេ seven habits of highly effective people បាទក្នុងចំណោម10បាទល្អមែនបាទបាទហើយសភៅបន្តទៀតហ្នឹងគឺទៅនឹង habits ដែរហ្នឹងគឺដូចជាបន្តមកទៀតលោក Stephen Covey ក៏គាត់សរសេរសភៅមួយក្បាលគឺ The 8 Habits ទម្លាប់ទី8បាទបន្តពីទម្លាប់ទី8ហ្នឹងមកបន្តមកទៀតហ្នឹងគឺមានអ្នកសរសេរបន្តទៀតហ្នឹងគឺដូចជាលោក Charles Duhigg គាត់សរសេរសភៅ The Power of Habit ស្ពីច្រើនសភៅគឺសភៅNew York Times bestseller សភៅហ្នឹងគឺលក់ដាច់នៅ New York Times វាល្បីៗតាមស្តៀងខ្ញុំដែរចឹងទៅខ្ញុំអានស្តៀងបាទជក់ដែរណាអូហើយចុងក្រោយបាទចុងក្រោយយើងមើលដូចគ្នាបាទសភៅមកគេខ្ញុំមក copy បាទ latest book តាក់ទងមួយ habits ហ្នឹងគឺសភៅរបស់លោក James Clear គាត់សរសេរអំពី Atomic Habits Atomic Habits គាត់ខ្ញុំធំជាងគ្រូ Pauline ហើយខ្ញុំអាស៊ីនណានេះបាទអញ្ចឹងគ្រូ Pauline តាក់ទងជាមួយ habits នេះដែរជាការបន្ថែមទៀតខ្ញុំជឿថាអ្នកនិពន្ធខ្មែរយើងក៏សរសេរអំពីទម្លាប់ល្អៗជាច្រើនដែរគ្រូ Pauline មានសភៅខ្មែរតាក់ទងមួយទម្លាប់ល្អៗច្រើនសភៅខ្មែរពាក់ព័ន្ធនឹងសិលធម៌ទម្លាប់នៃការរស់នៅខ្ញុំ recommend សភៅរបស់ idol ខ្ញុំគឺព្រះបាទភិក្ខុធម្មបាលខៀវជុំបាទទី1គឺសភៅជីវិតតស៊ូបងប្អូនជីវិតតស៊ូហើយស្តីងគ្នាហ្នឹងគឺឧត្តមគតិជីវិតសភៅហ្នឹងគឺនិយាយពីឲ្យយើងចេះតស៊ូរស់នៅក្នុងជីវិតឧទាហរណ៍ថាយើងតស៊ូជាមួយស្អីខ្លះតស៊ូជាមួយនឹងខ្លួនឯងជំនះខ្លួនឯងទំនាក់ទំនងជាមួយខ្លួនឯងហ្នឹងឲ្យត្រូវតែអញ្ចឹងណាពោះក្បាលបេះដូងរាងកាយរបស់យើងនឹងធ្វើម៉េច communicate មួយគ្នាឲ្យត្រូវទើបយើងមានសេចក្តីសុខសុភមង្គលក្នុងជីវិតហើយជំនះនៅភាពខ្ជិលច្អូអីខ្លួនឯងហ្នឹងទៅជំនះអវិជ្ជាខ្លួនឯងយើងទៅធ្វើម៉េចបាទសភៅនេះហើយការតស៊ូទី2ហ្នឹងគឺតស៊ូជាមួយនឹងជួយ share បន្តិចមនុស្សគ្នាឯងមនុស្សដូចគ្នាបាទតស៊ូកម្រិតទី3គឺតស៊ូជាមួយនឹងធម្មជាតិយើងចេះប្រែក្លាយធម្មជាតិអាក្រក់ទៅជាល្អឬក៏ចេះគិតពីធម្មជាតិអាក្រក់ឬក៏យើងចេះធ្វើវិស្វកម្មលើស្ថានភាពប្រែក្លាយស្ថានភាពនោះឲ្យទៅជាឱកាសទៅអីចឹងទៅបាទអញ្ចឹងសភៅនេះគឺល្អរបស់ខៀវជុំបាទភិក្ខុធម្មបាលខៀវជុំហើយស្តីងគ្នានេះគឺឧត្តមគតិជីវិតយើងរស់នៅបែបម៉េចដើម្បីស្វែងរកឧត្តមគតិជីវិតស៊ីវិល័យជីវិតថ្លៃថ្នូរយើងរស់នៅម៉េចបាទហើយលោកសរសេរមិនគ្រាន់តែដើម្បីថារស់នៅជាសេដ្ឋីឬទ្រព្យសម្បត្តិឯងបានតែយើងសេដ្ឋីនៃជីវិតបាទយើងចេះរីករាយជាមួយនឹងការមានតិចតួចណាបាទលោកគ្រូពលីអាចបញ្ជាក់បន្តិចបានទេសេដ្ឋីពីរប្រភេទហ្នឹងសេដ្ឋីទ្រព្យសម្បត្តិនិងសេដ្ឋីជីវិតហ្នឹងវាខុសគ្នាមិនដែរសេដ្ឋីទ្រព្យសម្បត្តិហ្នឹងបានតែគាត់ធ្វើការបានតែគាត់ចង់បានតែផ្ដោតសំខាន់ទៅលើលុយឡានទ្រព្យសម្បត្តិអញ្ចឹងទៅតែពេលសេដ្ឋីជីវិតហ្នឹងបានថាគាត់ចេះរីករាយជាមួយនឹងរបស់តិចតួចមិនចាំបាច់តតែមានឡានទំនើបវីឡាធំស្កឹមស្កៃមានលុយ$1 លានទើបមានសេចក្តីសុខសុភមង្គលយើងមើលអ្នកខ្លះមានលុយច្រើនតែអត់សូវសប្បាយមកទៅរីករាយជួនកាលចាញ់យើងអត់សូវមានលុយប៉ុន្តែយើងយល់ពីអាហ្នឹងហើយតែយើងចេះរស់នៅជាមួយបែបសាមញ្ញនឹងរបស់តិចតួច little but much ដែរបងបាទless is more បាទ less is more minimalism បាទខ្ញុំសូមបន្ថែមអ្វីលោកគ្រូ Polly គាត់ share មកបន្តិចមិញហ្នឹងបាទគឺតើតើជាមួយនឹងថាតើអ្វីគឺជាជោគជ័យពិតប្រាកដតើតើជាមួយសេដ្ឋីជីវិតហើយនឹងសេដ្ឋីសម្បត្តិហ្នឹងចេះពីព្រោះអាហ្នឹងគឺជា debate ការវិនិច្ឆ័យពិភាក្សាតាំងពីរាប់ពាន់ឆ្នាំតាំងពីមនុស្សមកថាតើលុយហ្នឹងវាសំខាន់ខ្លាំងមែនឬក៏អត់ចង់ថា can money buy happiness តើលុយហ្នឹងវាអាចទិញសុភមង្គលរបស់មនុស្សបានអត់ហើយមនុស្សមួយក្រុមតែគេថាមានលុយគឺមានរបស់គ្រប់យ៉ាងទាំងអស់បាទប៉ុន្តែអ្វីដែលអ្នកនិពន្ធយើងមួយចំនួនដូចជាលោក Stephen Covey ផ្ទាល់គាត់ថាដើម្បីឲ្យមនុស្សយើងវាមានសុខភាពល្អជាបរិបូរណ៍តើតែយើងវាមានfoundations មានគ្រឹះចំនួន4ធំដែលខ្ញុំ summarize ជាអក្សរ L ទាំង4បាទគឺ to liveទី1 to learn to love and to leave a legacy និយាយខ្លីងាយយល់ហ្នឹង
ទីមួយដើម្បីឲ្យយើងជោគជ័យតើយើងមានសុខភាពល្អមែនទេគ្រូប៉ូលី បាទ បាទមានសុខភាពល្អបាទមិនសូវឈឺអាសាហាត់ប្រាណ បាទ បើថាមាន six pack ដូចគ្រូប៉ូលីកាន់តែប្រសើរសាច់ដុំអីពេញនឹងតែម្ដង បាទ ហើយក្រៅពីសុខភាពល្អបាទអ្នកខ្លះអាចនឹងរូបរាងស្រស់ស្អាតសង្ហាល្អក៏ប៉ុន្តែពេលខ្លះគាត់អាចនឹងអត់សូវមានចំណេះដឹងវាក៏ mental health បាទអញ្ចឹងតើគាត់មានចំណេះដឹងជាពិសេសទៅនឹងការងាររបស់គាត់ធ្វើឧទាហរណ៍ថាឥឡូវបើសិនបើយើងជាគ្រូបង្រៀនភាសាអង់គ្លេសបើអង់គ្លេសរបស់យើងវាខ្សោយបាទតែប្រឡង IELTS បានបន្ទុក3 4អីហ្នឹងយើងទៅធ្វើអីកើតមិនអញ្ចឹងបាទយើងបរៀនគណិតវិទ្យាយើងអត់ចេះបូកដកគុណចែកក៏អត់បានដែរមិនអញ្ចឹងបាទយើងធ្វើជាអ្នកគ្រប់គ្រងជា manager ជា leader របស់គេយើងមិនអាចគ្រប់គ្រង system គ្រប់គ្រងដឹកនាំមនុស្សអីបានក៏មិនល្អដែរអញ្ចឹងក្រៅពីសុខភាពល្អហើយលោក Stephen Covey គាត់ឲ្យយើងto learn បាទមាន mental health ហ៎បាទទី3អ្នកខ្លះគាត់រៀងសង្ហាស្អាតបាតសុខភាពល្អហើយរៀនពូកែទៅទៀតគាត់ប៉កែបណ្ឌិតអីជាដើមបាទឬក៏វិជ្ជាបណ្ឌិតអីជាដើមក៏ប៉ុន្តែគាត់ខ្វះក្តីស្រឡាញ់គាត់ខ្វះ love បាទមាន leave មាន learn ប៉ុន្តែគាត់ខ្វះ love គាត់មើលនឹងអាត្មានិយមទៅណាមកណាគេស្អប់គាត់គេមិនចូលចិត្តគាត់អាចនឹងមិនសូវមនុស្សមិនសូវស្មោះត្រង់អីជាដើមអញ្ចឹងវាធ្វើឲ្យបាត់សេចក្តីស្រឡាញ់បាទអញ្ចឹងនៅពេលដែលយើងមានសុខភាពល្អហើយបាទ to live បាទមានសតិបញ្ញាឆ្លាតវាងវៃ to learn ហើយយើងចេះស្រឡាញ់ខ្លួនឯងចេះស្រឡាញ់គេអ្នកដទៃបានល្អគ្រប់គ្រាន់វារឿងល្អមែនតើប៉ុន្តែសោះរឿងចុងក្រោយមួយទៀតខ្ញុំគិតថាខ្ញុំនិយាយដល់ចំណុចហ្នឹងគឺប៉ះដល់បេះដូងខ្លួនឯងគឺនៅពេលដែលគាត់មានទាំងអស់ហ្នឹងហើយបាទប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺគ្មាននរណាអមតៈឯណាគ្រូពលីគ្មាននរណាគេអមតៈឯងតើទាំងចំណេះដឹងទាំងជំនាញទាំងពីអរិយាប័ត្រទាំងអស់នេះតើយើងអាចធ្វើឲ្យបានខ្លះសម្រាប់ជាគេមរតកជា legacy សម្រាប់ក្រុមគ្រួសាររបស់យើងបាទសម្រាប់សង្គមយើងសម្រាប់ប្រទេសជាតិរបស់យើងបាទអញ្ចឹងតោះតែយើងមានទាំងអស់នេះហើយបានគេហៅថាជាជីវិតមួយដែលពេញបរិបូរណ៍បាទជាជាងយើងគ្រាន់តែមានលុយបាទគ្រាន់តែមានលុយគឺគ្រាន់តែជាផ្នែកមួយនៃគេថា wheel of life of balance តែប៉ុណ្្នឹងឯងសម្រាប់ខ្ញុំណាបាទតែអ្នកខ្លះអាច disagree អាចយល់ថាតែខ្ញុំមានគឺមានលុយគឺមានគ្រប់យ៉ាងហើយអាហ្នឹងយើងអាចគិតតទៀតបានអត់អីទេយើងអត់អាចមានគំនិតដូចគ្នាបានអញ្ចឹងគ្រូបាទខ្ញុំនិយាយពីខាងលើមិញការកំណត់វត្ថុអត្ថិភាពរបស់មនុស្សមិនដូចគ្នាទេអញ្ចឹងបានការសម្រេចបានមិនដូចគ្នាដែរបាទអរគុណបន្តមកទៀតខ្ញុំចង់ចែករំលែកសភៅមួយក្បាលនេះដែរខ្ញុំទៅណាមកណាគេភាគច្រើនគេនិយាយសរសើរសភៅរបស់លោក James Clear បាទ Atomic Habits ហ្នឹងបាទហើយខ្ញុំចង់មិនជា book review អីទេគ្រាន់តែខ្ញុំចែករំលែកបទពិសោធន៍ដែលខ្ញុំអានសភៅហ្នឹងគ្នាយើងដឹងមិនទេសភៅហ្នឹងខ្ញុំទិញមកយូរហើយខ្ញុំក៏បានដឹងបានរៀនសូត្រពីសភៅហ្នឹងច្រើនដែរខ្ញុំបញ្ចប់សភៅហ្នឹងប្រហែលជាយ៉ាងហោចណាស់ក៏5ដងដែរគ្នាយើង5ដងបាទដែលមានទំព័រទាំងអស់រហូតដល់បានទំព័របាទប្រហែលជា300ទំព័រហើយខ្ញុំបញ្ចប់5ដងប៉ុន្តែយើងចាប់អារម្មណ៍ឆ្ងល់ទេបាទសភៅទាំងអស់នេះខ្ញុំអត់មាន note អីទាំងអស់អត់មាន note ទាំងអស់ជាទូទៅខ្ញុំអានសភៅគឺខ្ញុំ note ពេញហ្នឹងហ្មងបាទតែសភៅនេះខ្ញុំអត់ note ដោយសារអីដោយសារនៅពេលដែលខ្ញុំរៀនពីសភៅហ្នឹងណាខ្ញុំស្ដាប់ audio book ខ្ញុំស្ដាប់សភៅសំឡេងបាទខ្ញុំចង់ share ពីរបស់ហ្នឹងតិចខ្ញុំស្ដាប់សភៅសំឡេងការស្ដាប់សភៅសំឡេងវាអាចនឹងថ្មីសម្រាប់ប្រទេសខ្មែរយើង3 4 5ឆ្នាំចុងក្រោយនេះក៏ប៉ុន្តែសម្រាប់បរទេសគេមានតាំងពី10 20ឆ្នាំហើយសម្រាប់ខ្ញុំចូលចិត្តស្ដាប់សភៅសំឡេងហ្នឹងដែលភាសាអង់គ្លេសគេហៅ audio book audio ហ្នឹងគឺសំឡេងហើយ book ហ្នឹងគឺសភៅហើយការស្ដាប់ audio book ហ្នឹងគឺមានគុណសម្បត្តិជាច្រើនបាទទី1ខ្ញុំហាត់ខ្ញុំស្ដាប់នៅពេលខ្ញុំហាត់ប្រាណខ្ញុំងើបឡើងខ្ញុំដើរហាត់ប្រាណប្រហែលជា1ម៉ោងកន្លះអីចឹងទៅឬក៏ថ្ងៃស្អែកទៅខ្ញុំមានពេលច្រើនខ្ញុំអាចដើរ2ម៉ោងក៏ថាបានដែរដល់ពេលខ្ញុំដើរច្រើនម៉ោងអីចឹងទៅខ្ញុំស្ដាប់បាន2 3 chapter ហើយដល់ពេលស្ដាប់មកទៅចប់មួយក្បាលហ្មងគុណសម្បត្តិមួយទៀតគឺខ្ញុំស្ដាប់ជាភាសាអង់គ្លេសរបស់លោក James Clear សម្លេងអ្នកនិពន្ធផ្ទាល់ពេលខ្លះអញ្ចឹងខ្ញុំចេះទាំងវាក្យសព្ទខ្ញុំចេះទាំងខ្ញុំបកកែ listening skill ហើយជាទូទៅបងប្អូនចំណាំមើលអ្នកដែលពូកែនិយាយជាភាសាអង់គ្លេសតើគាត់ជាអ្នកដែលពូកែស្ដាប់
hay chẳng khơi tha dân ban all in one mong với lọt nhom muối nhom đa hát plan ban số lọ hái nhom chơi pizza ông lệ hái nhom ban cùng nít lọ chỉ cho nó thì tasking rồi ba rồi bọn James clear tay mà đâu con đá hồ lại ngắt tí mà đá nơi cái đạp lấy giật làm tô vòng nghe gì mà hay chia vào tối game trong còn trong share cùng nít mình lục poly còn share xem nhom trong share cùng nít đây nhom tụi ban bây giờ thời này cứ khó nè phần tay nhom xong rồi tập pi ấy bạn tí muối nhưng sớm mấy chứ anh đang situation muối để quạt đạn máu nè có thể là dương nhập đọt sóng dương ở trong season ho của police nè mà chứ và dương trong season ho bị rọt muối cứ rọt Los Angeles LA mình là bị ấy mới LA nữa dương chỉ bị Los Angeles từទីក្រុង New York បើយើងជិះតាម destination របស់គេអ្នកបើយើងគាត់បានធម្មតាទៅវារយៈពេលប្រហែលម៉ោងក្រោយក៏ដល់ដែរប៉ុន្តែបើយើងដូរ degree នឹងដូរចង្កូតទៅដូរអត់ច្រើនទេដូរមួយទីសឹងមើលអត់ដឹងដូរតែ 3.5 degree ទេដូរបន្តិចហ្នឹងតែវាហោះទៅវាមិនមែនទៅដល់ New York ទេទៅដល់ Washington DC ដែលរដ្ឋហ្នឹងប្រហែលជា500 ម៉ាយពីគ្នាអញ្ចឹងយើងឃើញថាបន្តិចហ្នឹងណាដែលយើងធ្វើជារៀងរាល់ថ្ងៃហ្នឹងដល់ពេលចុងក្រោយវាកើនឡើងឆ្ងាយខ្លាំងមែនតើចឹងហើយបានលោក James Clear ក៏ប្រពី Atomic Habits ដោយសាររឿងប្រពន្ធយៈកើតឡើងណាភពកាយបុកគ្នារំជួយដីផ្សេងទាំងអស់ហ្នឹងវាកើតឡើងពីរបស់ទូចដែលយើងធ្វើហ្នឹងទេចឹងហើយបើយើងគិត positively គិតល្អមែនថាខ្ញុំសំនិយាយអង់គ្លេស you have to be 1% better every day បើធ្វើបានត្រូវតែធ្វើម៉េចរកវិធីសាស្ត្រយ៉ាងម៉េចឲ្យល្អជាងនឹង 1% ក៏បានដែរមួយថ្ងៃណាឧទាហរណ៍បាទខ្ញុំគិតថាយើងទាំងក្រុមcrew ដែល cameraman ដែលថតរាល់ថ្ងៃហ្នឹងបាទលោកអរិយៈហ្នឹងបាទលោកចម្រើនហ្នឹងក៏គាត់មានគ្រួសារឲ្យដែរប្រពន្ធគាត់កូនគាត់ខ្ញុំក៏មនុស្ស married man Polly ក៏ married man ហើយបើយើង 1% better as a good husband ណាគឺល្អខ្លាំងមែនទេបាទធ្វើបន្តិចក៏បានដែរអាណាពិតទៅវាល្អខ្លាំងហើយបើយើងធ្វើមិនខុសវាមានបញ្ហាទៅយើងយកចាស់ស្លាយមួយទៀតបាទយើងមួយថ្ងៃយើងអានសភៅឲ្យបាន5-10នាទីបាទហើយនឹងមួយថ្ងៃយើងជួបជុំគ្នាផឹកស្រាអីបាន3កំប៉ុងបាទយើងគិតមើលបើសិនជាមួយថ្ងៃយើងបាន15នាទីថាមកទំព័រចុះយើងបាន365ទំព័រចំណេះដឹងគឺច្រើនហើយបើយើងមួយថ្ងៃ3កំប៉ុងទេវាគុណមួយឆ្នាំដល់វាឡើងច្រើនកំប៉ុងអញ្ចឹងក្បាលពោះយើងវាអាចឡើងតាមនឹងដែរណាអញ្ចឹងបាទតែហ្នឹងមិនថាការកសាងទម្លាប់ល្អទម្លាប់អាក្រក់មួយអញ្ចឹងដែរវាតិចរៀងរាល់ថ្ងៃត្រឹមត្រូវ10ឆ្នាំចុងក្រោយឧទាហរណ៍លៀងឈាមឬក៏ទៅពេទ្យណាបាទហ្នឹងហើយអញ្ចឹងវា reflect បានដែរមួយទៀតជាទូទៅនៅពេលដែលយើងចង់ធ្វើទម្លាប់ល្អតែឥឡូវយើងចង់កែទម្លាប់យើងចង់អូខេត្រូវតែងើបហាត់ប្រាណអញ្ចឹងណាហាត់ប្រាណមួយខែហាត់ប្រាណ2ខែដូចអត់ស្រកគីឡូឯសោះចេះតែឡើងទៅខំអានសភៅមួយថ្ងៃពីរថ្ងៃវាអត់មានអារម្មណ៍ថាចេះអីសោះបាទអញ្ចឹងមានឧទាហរណ៍មួយមានក្រុម NBA មួយក្រុមNBA ក្រុមបាល់ទាត់របស់អាមេរិកក្រុមបាល់បោះរបស់អាមេរិកក្រុមលេខ1ហ្នឹងនៅពេលដែលគាត់រៀងដូចថាអារម្មណ៍ដូចនឹងខ្លួនដូចថាអត់មានការរីកចម្រើនសោះគាត់ថាគាត់ចាំ quote មួយដែលគេសរសេរថានៅពេលដែលខ្ញុំអស់សង្ឃឹមនៅពេលដែលខ្ញុំប្រឹងហើយវាអត់ឃើញលទ្ធផលខ្ញុំតែងតែទៅមើលអ្នកដាក់ភ្នំប៉ូលីសអ្នកដាក់ភ្នំគេហៅ stone cutter ហ្នឹងអ្នកដាក់ភ្នំហ្នឹងគាត់ដាក់ទៅរហូតហើយដល់ពេលមកស្ទុះក្រោយរៀងយូរដែរដូចសូក្តាំងអាហ្នឹងគឺថ្មភ្នំវាបែកហើយអញ្ចឹងគាត់ដឹងថាតម្រាំតែផ្ទាល់ធ្ងន់នឹងបែកវាដោយសារតែអាមួយចុងក្រោយក្តាំងនេះវាបែកអស់លីងហ្មងប៉ុន្តែមួយចុងក្រោយតាមពិតអាថ្មភ្នំដែលវាបែកមួយចុងក្រោយមិនចឹងតឹងតិចហ្នឹងតឹងពីដើមមកណារហូតមកដល់មិនខុសអីបាទយើងអីគេអាចអង្គលភ្នំមួយបានយើងចាប់ដើមវាថ្មគ្រួសម្ដុំតិចបាទអាចរំលាយភ្នំមួយទាំងមូលបានអញ្ចឹងកន្លែងហ្នឹងគេហៅថា plateau of latent potential បាទមានន័យថាជាកន្លែងហ្នឹងយើងឡើងទៅវា plateau មកបន្តិចប៉ុន្តែកុំអស់សង្ឃឹមវា plateau ដល់ពេលណាមួយវានឹងចាប់ផ្ដើមផ្ទុះបឹងតែម្ដងបាទរូបនេះហ្នឹងហើយ
សភៅជាច្រើនទៀតដែលផ្លាស់ប្ដូរជីវិតខ្ញុំដែរប៉ុន្តែព្រោះថាគ្នាយើងនិយាយរឿងច្រើនមកបន្តិចគ្នាយើងអាចនឹងទស្សនិកជនគាត់អាចនឹងបាយ focus អីយើងសម្រាប់មកបន្តិចក៏បានដែរប៉ុន្តែសម្រាប់បន្តិចហ្នឹងមិនសម្រាប់យូរទេបាទអាច3-4 វិនាទីអីទេនិយាយលេងផងទេខ្ញុំចង់ឲ្យបងប្អូនreflect មកបន្តិចពីព្រោះថាយើងស្ដាប់កន្លងមកមានសភៅល្អៗជាច្រើនតាក់ទងជាមួយនឹងទម្លាប់ល្អមែនទេបាទហើយបងប្អូនអាចគិតតិចទៅថាតើពីជាពិសេសខែនេះនៅខែមករាកុម្ភៈនៅឡើយទេបើយើងចង់ឲ្យយើងមានន័យថាសុខភាពល្អជាងនឹងឬក៏ជោគជ័យជាងនឹងតើគួរតែមានទម្លាប់ណាខ្លះដែលយើងគួរតែធ្វើទាំងអស់គ្នាបាទលោកគ្រូ Polly មានន័យជា reflection សម្រាប់ audience ទម្លាប់សំខាន់ណាស់តែអ្នកខ្លះគាត់ឆាប់ give up ផងពេលខ្លះគាត់សាក់បង្កើតទម្លាប់ដែរចូលជីម3ថ្ងៃឲ្យបានជាប់គ្នាដល់ពេលអត់ឃើញលទ្ធផលហើយ3ថ្ងៃជាប់គ្នាដល់ពេលគាត់ចង់បាន six pack ប៉ុន្តែហាត់តែ3ថ្ងៃជាប់គ្នាគាត់គិតថាបានលទ្ធផលតែវាក្រឃើញលទ្ធផលពេកគាត់ give up បាទចឹងហើយតើតើមួយជីមបានគេនិយាយថាជាពិសេសអាខែមករាបាទខែមករាដើមឆ្នាំវាថាសម្បូរអ្នកលេងជីមអូបដិញ្ញាខ្លាំងហ្មងឆ្នាំថ្មីបាទដល់ពេលចាប់ដើមខែ2ខែ3ខែ4ដល់ខែ6នៅតុកBia Garden បាត់វាក៏ជួននឹងស្រុកយើងខែនេះវាច្រើនសម្បូរកម្មវិធីបាទណាបាទខែ1ផ្ដាច់ញ៉ាំងចាប់តាមចូលជីមហាត់ប្រាណយកស្ថិតឬសុខភាពល្អជាងមុនបានតែមួយអាទិត្យអីចាប់ដើមឈឺខ្លួនជាពិសេសហាត់ដំបូងនោះឈឺខ្លួនឈឺអីហ្នឹងគាត់យូរអាប់បាទអញ្ចឹងតាមពិតនិយាយនេះគឺមកត្រឡប់ចាស់វិញបាទនិយាយនេះមិនមានន័យថាបន្ទោសតាណាទេណាបាទតែបើថានិយាយចំអីកុំរើសអីណាបាទពួកខ្ញុំនិយាយក៏ចំខ្លួនឯងដែរពួកខ្ញុំអ្នកស្វែងសុខភាពអ្នកទៅជីមទៅអីដែរប៉ុន្តែពេលខ្លះខ្ញុំក៏សម្បូរមិត្តភ័ក្តិដែរវានេះនោះវារឿងធម្មតាបន្តិចបន្តួចក៏ប៉ុន្តែនេះយើងម្នាក់គួរតែមានទម្លាប់ល្អហើយធ្វើវាទៅឲ្យបានខ្មែរយើងថាបាទទម្លាប់ល្អនាំឲ្យមានសេរីទម្លាប់អប្រិយនាំឲ្យមានក្តីសៅមកនៅពីខ្មែរយើងពីដើមទម្លាប់ល្អនាំមានសេរីហ្នឹងសេរីសួស្តីបាទសប្បាយមានសេចក្តីសុខភមង្គលអាស្រ័យទម្លាប់ល្អទម្លាប់អប្រិយនាំមានក្តីសៅមកបាទមួយទៀតលោកគ្រូ Polly ជាទូទៅយើងដឹងហើយថាដើម្បីឲ្យយើងផ្លាស់ប្ដូរយើងប្រសើរល្អប្រសើរជាងមុនណាបាទគឺយើងដូរខ្លួនឯងនិងយើងដូរទម្លាប់មែនទេបាទប៉ុន្តែខ្ញុំជឿថាសារៈបរិស្ថានដែលយើងរស់នៅជុំវិញហ្នឹងក៏មានសារៈសំខាន់ខ្លាំងមកលើយើងដែរគ្រូ Polly គិតមិនដែរតើតងជាមួយនឹងបរិស្ថានឬក៏មជ្ឈដ្ឋានជុំវិញយើងដែលវាជាឥទ្ធិពលមកលើយើងបាទខ្ញុំចាប់អារម្មណ៍តាំងពីបងអានគេ Who am I ហ្នឹងបាទបើចម្លើយរបស់ខ្ញុំហ្នឹង Who am I ហ្នឹងមកខ្ញុំជាអ្នកណាគឺអាស្រ័យលើអ្នកដែលយើងខ្សែគប់អ្នកដែលយើងចំណាយពេលវេលាជាមួយវាសិតចិនគេនិយាយថាសត្វបក្សីដែលមានរោមដូចគ្នាវាទៅហើទៅណាជាមួយគ្នាអញ្ចឹងធម្មតាវាមានឥទ្ធិពលពីអ្នកដែលយើងចំណាយពេលវេលាជាមួយពួកគាត់យ៉ាងម៉េចដូចជាជីមបងបាទដើម្បីដឹងថាខ្លួនឯងជានរណាពេលខ្លះយើងមើលមនុស្ស5នាក់បាទ5នាក់ដែលយើងច្រើនតែចំណាយពេលវេលាជាមួយហ្នឹងមើលទៅគាត់ជាមនុស្សប្រភេទណាភាគច្រើនយើងអាចនៅក្នុងកតេកូរីហ្នឹងដែរហើយយ៉ាងបងប្អូនប្រយ័ត្នមែនតើក្នុងការសេពគប់បងប្អូនសេពគប់អ្នកខ្ជិលរៀនហើយអ្នកដើរលេងច្រើនចូលក្លឹបចូលអីហ្នឹងច្រើនតែទៅអញ្ចឹងដែរហើយណាប្រយ័ត្នក្នុងការសេពគប់មិត្តបាទហើយបើសេពគប់អ្នករៀនសូត្រទៅជួនកាលហ្នឹងគឺធុសទីគ្នាទៅរៀនសូត្រអញ្ចឹងទៅបាទចឹងគឺថាបរិស្ថានគឺមានសារៈសំខាន់ខ្លាំងមែនតើបាទអញ្ចឹងបានជាលោកម្នាក់លោក Benjamin Hardy បាទលោក Benjamin Hardy គាត់ទៅសេសភៅមួយក្បាលនេះគាត់ថា willpower doesn't work willpower willpower នេះគឺសំដៅទៅលើកម្លាំងចិត្តរបស់យើងដឹងហើយថារឿងគ្រប់យ៉ាងវាចេញពីកម្លាំងចិត្តរបស់យើងក៏ពិតមែនអញ្ចឹងគ្រូ Polly ណាផ្លាស់ប្ដូរខ្លួនឯងផ្លាស់ប្ដូរគ្រួសារផ្លាស់ប្ដូរសង្គមវាទៅចេញពីយើងក៏ប៉ុន្តែពេលខ្លះចៃដន្យអីបាទពេលខ្លះយើងប្រឹងប៉ុណ្ណាក៏ដោយវាអត់សូវបានជោគជ័យដែរដោយសារតែយើងប្រហែលជាមិនសូវបានចាប់អារម្មណ៍លើបរិស្ថានរបស់យើងបាទបរិស្ថានរបស់យើងគឺសំខាន់ខ្លាំងមែនតើខ្ញុំមាន research មួយបាទការសិក្សាមួយតែពិតមានច្រើនគេនិយាយអំពីសត្វចៃបាទសត្វចៃដំបូងគេ
chay mà crom máu cái chập chay mà crom máu cái đã trôi nông cặp bông tới chay đến về lụt lại đấy rồi chỉ tôi thấy cái này đã sạch chay trước về lụt đấy này lụt nông cặp bông đập bên ấy cái gió của một bật chật đập bên bật chật tới chay nó lụt này lụt thấp còn đây lụt tới bọc ba hả bọc ra về chư đập bên về chư đó chay nó về lên lụt vào đời đập bên lên lụt về chư đập bên cái đọ của một đọ chanh máu trong bay màu có đọ chanh nhé đọ chanh cháy với lên lụt vào đời cháy với lên lụt và lên lụt anh ấy bên đây tha cái là free training cái train cháy nó ngồi việc khác hay đấy việc khác tại nhà các khách bạn than với nắngแต่ bốn việc không kịch không ấy đợt về tại nhà các việc chẳng biết ai luôn lo con nắng chẳng biết ai từ một Nhật Bản này chẳng vậy nếu người ta group tại nhà các group tại than tầng vì ai những limit mà dương cái đồng pi ưu tiên tha của sao mà dương cho dương chỉ phục chỉ một đái có bàn tay dương mình ao freedom từ mình ở đây là quạt trong rưỡi được bây giờ quạt khai có đi chạy chứ quạt khai dương khai pa mà cái mình nữ cái nào tại quạt khai kháng cứ quạt lên miếng cầm đất này bên đây nè lên miếng mỏng đôi cái này person bây giờ chỉ lúc cũ đang buồn riêng pizza ấy cả đảo ấy và mục pizza ấy cả đảo ấy đôi dương chỉ sang đất non đất trong sa ban là muối để dương và cái bạ già cả muối bạ già cả bên miền pì bạ già cả muối là thuê mình đi trồng rán nên bạ già cả khác để thuê mình được ai năng với stand grow với lên api watt máu và riêng mà mạo cả là hay tới gì tại nhé đối với riêng tôi đại nhé và sầm rạp nhóm riêng không mình thả kia đi mà chứ này cứ nhâm tổ lọp ở con sa cam cam về tràn từ trên cam thiệp tràn chỉ chuyện dương tôi đại và này hay vẽ con dập hư bóng mấy gì vẽ con là cả nạt tụi non nhưng mà khi dập hư mai ở đây nhưng trong này nó bóng ôn án rồi nè dập hư con lõ rồi dập hư mũi tiết cô lõ đây bàn tay chia cầm náp với dập hư bỏ bàn đất thun hấn còn pít mà chá from salator cà nơi dạng mạch năm bây giờ ở cho chúng nó rút nơi đôi miền phía sắc đông rồng nê chỉ mũi kia anh và nhưng này nó dập hư của man đặt hay dập hư những lõ này tại toàn tại dập hư nhưng mà dương ai tập bóng ôn phí rồi của bạn đây trong highlight tại tôi là ca atipul nẹt chật khang bỏ dương ca nơi miền xịt đây sọc có đông cho mùi nẹt chật khang giống na sập hơi đi tin test nặng bóng ôn sập hơi này và lọ chạm bài chế trong ngón này này lấy cục chi tiết của bạn vào không chắc ngỏ sập hơi u to ta rương tập đỏ và rương mấy nhưng mà này non sập hơi cái tệ thòm lốp sập hơi ô mũi tiết click này non sập mũi tiết đây sập hơi cái tệ lốp có bằng cái tệ lốp hay năng sập hơi sẽ hệ tàu cái tệ và cái tệ lốp này cô lọ đây máy bảo nhưng rank nó phân top 10 cứ coi cho trong top 10 bảo như này sập hơi cái tệ lốp và hay được này hay từ khi mà dùng là bộ sọc sọc hẹ sẽ sập hơi đi tin test nặng này là và vẽ con năng cao lúc nơi chỉ mùi năng nhẹ chật khang cái này tụi non sừng cung nó cứ miền rương chỉ ra đôi chia sẻ rương sạch cái hay năng và antipol này tụi này tụi nó cái hay năng đỏ bà tụi đỏ là cái tụi đỏ slap rồi sao tại sạch cục mùi cái nó rương thì mán của mình tụi đỏ là cái rương thì mán rương thì tụi nó cái cái mẹ này mẹ bọn này cái và đặc biệt nó đang đây bông bông chạm nhưng highlight tam cày và chẳng là nó sầm rạp sập mai bỏ dướng đây bông bông su bà su nhưng mà sập ra để mình antipol hay thưa dư nó miền xịt ở đây người ta check rụp nơi che sầm rạp luôn nó sập cung Europeประเภท mật Europe banana cục mật và là bạch cạch co vì chôn cho bao em xây nó một con ăn sập hơn cái tệ thom lốp cái tệ lốp che cho làm cái tệ thom lốp một anh xây cái tệ thom lốp ngồi đá anh đang xây tao cái tệ một con và con châu đó sập hơi đi man bao bò ấy nhỉ và
ហ្នឹងហើយយើងចែករំលែកគ្នាទៅវិញទៅមកទៅប៉ុន្តែបាទអ្វីដែលសំខាន់ខ្លាំងសៀវភៅនៅតែជាសៀវភៅចំណេះដឹងនឹងមិនមានប្រយោជន៍តតែសោះក៏ថាបានដែរប្រសិនបើយើងមិនយកមកអនុវត្តវាណាអញ្ចឹងចុងក្រោយគឺយើងត្រូវតែគេហៅ take action ត្រូវតែមានសកម្មភាពក្នុងការផ្លាស់ប្ដូរវាឬថាយើងអានសៀវភៅអំពីទម្លាប់ហើយតើយើងធ្វើម៉េចដាក់វាចូលជាទម្លាប់របស់យើងណាបាទហើយបន្តមកទៀតក្រុមសភៅផ្សេងទៀតដែលក្រៅពីទម្លាប់ល្អហ្នឹងគឺតាក់ទងជាមួយជាពិសេសនៅពេលដែលខ្ញុំដូរអាជីពបន្តិចបន្តួចបាទខ្ញុំដូរអាជីពរបស់ខ្ញុំកាលពីរយៈពេលដូចជា10ឆ្នាំមុនហ្នឹងជាគ្រូបង្រៀននៅសាកលវិទ្យាល័យមកជាអ្នកធ្វើការបុគ្គលិកធ្វើការនៅតាមក្រុមហ៊ុនបាទពី university lecturer ឬក៏ teacher ហ្នឹងមកជា learning and development specialist ហ្នឹងអ្នកអភិវឌ្ឍខាងទូទៅមនុស្សហ្នឹងគឺនៅក្រុមហ៊ុនយើងចង់ឲ្យមនុស្សmore productive ធ្វើការហ្នឹងគឺបានច្រើនណាបាទធ្វើការហ្នឹងវាមានសមិទ្ធផលសមត្ថភាពពីច្រើនហើយខ្ញុំជួបសភៅមួយល្អខ្លាំងសភៅហ្នឹងគឺដូចគ្នាដែរគឺដាច់ជុំវិញពិភពលោកតែសភៅដល់និស្សិតហ្នឹងគាត់មុនជានិស្សិតគាត់10ឆ្នាំមុនណាគាត់ឈ្មោះ Chris Bailey គឺជា expert បាទគឺជាអ្នកជំនាញខាង productivity គាត់សេសភៅមួយក្បាលឈ្មោះថា The Productivity Project យ៉ាងខ្ញុំបានយកមកទេសភៅហ្នឹងអានយូរហើយសភៅហ្នឹងគាត់ថាដើម្បីឲ្យមនុស្សម្នាក់ productive វាត្រូវតែមានរូបមន្តមួយដែលយើងធ្វើទាំងអស់គ្នាយើងផឹងធ្វើណាបងលីរូបមន្តហ្នឹងខ្ញុំយកមក summarize ជា T បាទ T ហ្នឹងដូចតែអញ្ចឹងសេ T E A បាទអញ្ចឹងរូបមន្ត T E A ហ្នឹងដើម្បីឲ្យមនុស្ស productive បានទី1គាត់ត្រូវការពេលវេលាមិនចឹងចាំបាច់ណាស់ត្រូវការពេលវេលាហើយពេលវេលានេះដែរណាតើយើងទុកសំទុកវាយើងប្រឹងការទៅវាល្អខ្លាំងមែនតើឧទាហរណ៍ថាឥឡូវយើងមាន report យើងមានរបាយការណ៍មួយត្រូវសរសេររបាយការណ៍ត្រូវចំណាយពេលប្រហែលជា3ម៉ោងដើម្បីសរសេរចប់អញ្ចឹងតើយើង block time យើង block ពេលវេលាណាមួយហើយកុំ block 3ម៉ោងជាខ្ញុំទៅ block 6ម៉ោងដោយសារតែយើងតែងតែមាន interruption តែងតែមានគេហៅថាកាត់សង្វាក់អីផ្សេងជាងការមិនមែនគេយើងខ្លួនឯងត្រូវតែត្រូវធ្វើប៉ុន្តែធ្វើរឿងផ្សេងចឹងទៅណាអញ្ចឹងtime គឺជារបស់ដែលសំខាន់ខ្លាំងណាហ្នឹងហើយគឺពេលវេលានឹងឯងប៉ុន្តែមានតែពេលវេលាពេលខ្លះខ្វះរបស់ផ្សេងទៀតក៏អត់ជោគជ័យដែរចឹង time គ្រាន់ជា background ទេបាទយើងត្រូវការពេលវេលាចំណុចទី2 TEA មែនទេបាទចុះ E ហ្នឹងគឺសំដៅលើ energy គឺកម្លាំងរបស់យើងបាទ energy របស់យើងនឹងឯងគឺសំខាន់ណាចឹងហើយមនុស្សដែលមានពេលហើយតែខ្វះកម្លាំងក៏សរសេររបាយការណ៍ឬក៏ធ្វើការផ្សេងអត់ជោគជ័យដែរយើងខ្ញុំទៅហ្នឹងហើយenergy យើងត្រូវមើលបាទកម្លាំងរបស់យើងបាទចឹងបានជាអ្នកខ្លះដើម្បីបានកម្លាំងមកមិនអ្នកខ្លះសឹងតែ10សឹងតែ90% សប្តាហ៍នេះអ្នកដែលធ្វើការជាមួយចំណេះដឹងគេ knowledge worker ហ្នឹងគាត់ត្រូវការកាហ្វេឲ្យតែព្រលឹមឡើងឯណាគ្រូប៉ូលីហ្នឹងគឺជាគ្រូបង្រៀនឬក៏ជាអ្នកអប់រំគឺដូចខ្ញុំចឹងដែរគឺត្រូវការកាហ្វេហើយបាទជា knowledge worker ដើម្បីបាន energy មកវិញបាទក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយenergy វាមិនមែនមកពីកាហ្វេវាមកពីរបស់ផ្សេងច្រើនណាគេហៅថា energy management អ្នកខ្លះគាត់បាន energy អំពីការសមាធិគាត់ថាបានដែរអ្នកខ្លះណាបាទដែលគាត់ដឹងអំពីរឿងសមាធិដូចខ្ញុំអញ្ចឹងខ្ញុំបានមកពី meditation ឬក៏សមាធិច្រើនជាពិសេសនៅពេលដែលខ្ញុំត្រឡប់មកខ្ញុំពេលខ្ញុំពីព្រលឹមឡើងខ្ញុំដើរឬក៏ខ្ញុំហាត់ប៉ានអីចឹងខ្ញុំ at least មានពេល10នាទីដើម្បីសមាធិមកផ្លែទៅហើយអាហ្នឹងយើងឲ្យខួរក្បាលរបស់យើងវាស្ងាត់វា focus វា empty វាបានល្អហ្មងអញ្ចឹងពេលខ្ញុំមកធ្វើការពេលដែលខ្ញុំបានសមាធិពីព្រលឹមហើយខ្ញុំធ្វើការដូចជាបានជោគជ័យច្រើនតាមការសង្កេតរបស់ខ្ញុំគ្រូប៉ូលីមានអីចែករំលែកតាក់ទងជាមួយenergy ឬក៏សមាធិអីហ្នឹងទេបាទខ្ញុំដើម្បីទទួលបានថាសន្តិភាពផ្លូវចិត្តហ្នឹងគឺខ្ញុំបានមកពីការអានសភៅទេខ្ញុំជឿថាទម្លាប់អានសភៅធ្វើឲ្យយើងមានសេចក្តីសន្តិភាពផ្លូវចិត្តបាទកាលណាបើយើងអត់មានមិនថាយើងជាបុគ្គលដែលមានចំណេះដឹងទេប៉ុន្តែកាលណាយើងអានទៅយើងដឹងច្រើនអីចឹងទៅធ្វើអាចចំណេះដឹងដែលយើងមានយើងទទួលបានហ្នឹងធ្វើឲ្យយើងថាស្គាល់ខ្លួនឯងច្បាស់ជាងមុនយើងអប់រំចិត្តខ្លួនឯងហ្នឹងបានច្រើនជាងមុនដូចជាវាបានកម្រិតជាថាអច្ឆរិយៈបុគ្គលដូចព្រះអីចឹងទេ
ប៉ុន្តែយើងអប់រំចិត្តខ្លួនឯងបានច្រើនពីរយៈការអានសិភៅខ្ញុំជឿថាការអានសិភៅនោះធ្វើឲ្យយើងមានសន្តិភាពលើចិត្តច្រើន បាទជាពិសេសយើងបានអានសៀវភៅល្អៗ បាទហើយយើងជួបសិភៅល្អៗទៀតហើយដូចខ្ញុំនិយាយតែយើង idol របស់ខ្ញុំសិភៅរបស់គូជុំដូចជាជីវិតសន្តិភាពអីហ្នឹងគឺធ្វើយើងពីច្រើនសិភៅគាត់មានប្រមាណខ្ញុំទិញអានទាំងអស់ បាទ ពេលខ្លះអានពីពីក្បាលមានដែរខ្ញុំបង្ហាញចំណងជើងបន្ថែមបើបងប្អូនចង់អាន អរគុណលោកគ្រូផូលីហើយចូលដល់កត្តាទី3ដែលជួយឲ្យយើងអាច productive គេថាមានសមត្ថភាពខ្លាំងហ្នឹងក្រៅពីពេលវេលាហើយនឹងធម៌ពលរបស់យើងហ្នឹងក្រៅពី time និង energy ហ្នឹងគឺអក្សរ E ខាងចុងហ្នឹងអក្សរ A ខាងចុងហ្នឹងគឺ attention ឬក៏ focus បាទសូម្បីតែលោក Bill Gates ក៏គាត់អាសានិយាយដែរដែលគាត់មានក្រុមហ៊ុនរាប់សិបក្រុមហ៊ុនលុយរាប់លានដុល្លារគាត់គ្រប់គ្រងមនុស្សពេលជាច្រើនហ្នឹងគាត់ថាfocus សមត្ថភាពក្នុងការផ្ដោតអារម្មណ៍ទៅលើអីមួយហ្នឹងគឺសញ្ញាប់គឺសំខាន់ខ្លាំងណាស់បាទសញ្ញាប់មនុស្សគ្រប់គ្នាជាពិសេសគឺថ្នាក់ដឹកនាំឬក៏អ្នកអប់រំអីជាដើមបាទអញ្ចឹងហើយបានជាលោក Bill Gates គាត់ទៅរាល់ឆ្នាំខ្ញុំអានសៀវភៅមួយទេគាត់ថាគាត់ទុកពេល2សប្តាហ៍ retreat ហ្មងគាត់ទៅកន្លែងណាស្ងាត់ទៅព្រៃណាស្ងាត់2សប្តាហ៍ដើម្បីឲ្យគាត់ស្ងាត់ដើម្បីគាត់យក focus របស់គាត់សម្រាប់រៀបចំ vision mission របស់ក្រុមហ៊ុនរបស់គាត់សម្រាប់ទៅមុខទៀតអញ្ចឹងគឺសំខាន់ខ្លាំងណាស់បាទដើម្បីបានអញ្ចឹងបងប្អូនអាចសាកល្បងបានដើម្បី productive ដើម្បីឲ្យមានសមត្ថភាពធ្វើការដែលពោពេញទៅដោយលទ្ធផលផ្សេងៗហ្នឹងគឺទី1ត្រូវគ្រប់គ្រងពេលវេលាឲ្យបានប្លុកពេលវេលាសាកមើលហើយកុំយកតែមួយនឹងត្រូវថែមួយទៅគឺ energy របស់យើងណាព្រោះយើងដឹងថាស្អែកវាត្រូវការធ្វើបទបង្ហាញមួយដ៏សំខាន់ឬក៏ប្រជុំសំខាន់ហើយយើងច្រឡំនៅយប់ខ្លាំងពេកអីចឹងទៅយើងអស់កម្លាំងបាត់យើងធ្វើអត់សូវបានល្អទេបាទហើយទោះបីជាយើងមានពេលវេលាមានកម្លាំងក៏ប៉ុន្តែយើងអត់មាន focus អត់មាន attention ណាយើងអារម្មណ៍សម័យរវើរវាយផ្សេងក៏មិនល្អដែរបាទយើងអាចសាកល្បងនឹងបានហើយលោក Chris Bailey គាត់ទៅសេសភៅល្អច្រើនណាក្រៅពីThe productivity project គាត់ទៅសេសភៅ hyper focus ហ្នឹង hyper មានន័យថាវាខ្លាំងបាទ focus ហ្នឹងគឺ focus ឲ្យខ្លាំងមែនតើដែល author របស់ខ្ញុំមួយទៀតហ្នឹងគឺលោក Cal Newport ដែលគាត់សរសេរសភៅ deep work ហ្នឹងគឺល្បីខ្លាំងហើយជួយយើងបានច្រើនខ្ញុំបានយកមកទេសភៅ hyper focus និង deep work របស់ Chris Bailey ហើយនិង Cal Newport ហ្នឹងគឺខ្លាំងសំខាន់មែនតើខ្ញុំលើកឧទាហរណ៍មួយនិយាយចេះតែមានរឿងច្រើនលោក Cal Newport តាមពិតគាត់អស់យើងចេះទៅម៉ោង9ឬក៏ម៉ោង10សម្រាប់គាត់ណាម៉ោង9ឬក៏ម៉ោង10នាឡិកាគាត់រੂមកដាក់សរថា digital sunset មានថាពេលហ្នឹងត្រូវបិទទូរស័ព្ទអត់ធ្វើអីទេគាត់ធ្វើតាំងពីព្រលឹមអីចប់អីរបស់គាត់ស្អាតហើយដល់ពេលល្ងាចឡើងគាត់ត្រូវតែបិទទូរស័ព្ទអស់ហ្មងពេល dinner ហ្នឹងបាទហើយគាត់ដាក់ថា digital sunset មនុស្សយើងវាចម្លែកចេះកាលពីសម័យដើមឲ្យតែ sunset ឲ្យតែអស់ស្ដង់គត់ហើយគឺកន្លែងធ្វើការហើយតែឥឡូវដោយសារសម័យ digital ធ្វើការប្រហែលម៉ោងក៏បានដែរនេះជាគុណសម្បត្តិដែរប៉ុន្តែគុណវិបត្តិគឺមនុស្សនឹងបាត់ productivity ហើយកាលណាយើងប្រឹងធ្វើការលោដែលមិនមានពេលសម្រាកអញ្ចឹងណាបាទគាត់ប្រើ digital sunset ហើយនឹងគាត់ជាណាគេគាត់គឺជាអ្នកវិទ្យាសាស្ត្រគឺជា PhD គឺជាគ្រូដែលបកកែមែនតែនខាង computer science គាត់នឹងគឺអ្នកសរសេររូបមន្តគាត់បកកែខ្លាំងខាងអ្នកវិទ្យាសាស្ត្រខាង computer ហ្មងបាទខាង Newport គាត់ជាបណ្ឌិតផងបាទជាអ្នកបង្រៀននៅ MIT របស់អាមេរិកផងហើយគាត់ផ្ដាំថាខ្ញុំអ្នកវិទ្យាសាស្ត្រ computer ហើយប្រើ computer ឲ្យមានកំណត់ណាត្រូវតែមាន digital sunset នៅក្នុងខ្លួនបាទហើយ deep work របស់គាត់ហ្នឹងគឺមានគាត់សេល្អគាត់ថាខ្ញុំមិនអាចមានពេលទៅនិយាយរាប់ឲ្យច្រើនបានទេគាត់ថាវាមានបែបហ្នឹងបាទដល់សភៅទីម៉ានហើយបងបន្តមកទៀតយើងពេលវេលាយើងច្រើនដែរណាច្រើនដែរប៉ុន្តែយើងដូចជាចប់ម៉ោង8កន្លះអញ្ចឹងណាបន្តមកទៀតនេះអញ្ចឹងដុំប្លុកទី2របស់យើងសភៅរបស់យើងហ្នឹងទី1យើងនិយាយអំពីទម្លាប់ល្អទី2យើងនិយាយអំពីធ្វើម៉េចឲ្យមនុស្សវា productive ជាងមុនហើយទី3ដែលសំខាន់ខ្លាំងហ្នឹងគឺតាក់ទងជាមួយនឹងគេហៅថា life skill មួយចំនួនឬក៏អ្នកខ្លះប្រើពាក្យ soft skill មួយចំនួនតាក់ទងជាមួយ leadership ភាពជាអ្នកដឹកនាំតាក់ទងជាមួយ communication ទំនាក់ទំនងផ្សេងៗហើយជាពិសេសសភៅ favorite របស់យើងហ្មងគឺណាក៏ចង់បានសេចក្តីសុខសុភមង្គលសេចក្តីសប្បាយដែរមិនអញ្ចឹងណាគឺយើងនិយាយអំពីសិល្បៈនៃភាពសុភមង្គល the art of happiness ហ្នឹងឯងតាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំគ្រូពលីមានសភៅអីខ្លះទេដែលចង់ទស្សនិកជនបើខ្មែរព្រួយ
nhưng flop riêng course leadership đây mà bây giờ sẽ phơi đứng cứ là dương chăm bạch lời tạ an mà của dương an dương thưa slide dương từ bờ riêng nhớ đúng không mà ngày để chia phần để mình thâu lao leadership dương từ phần tái bờ sẽ phơi máy nhằm chạm ròm lừa sẽ phơi bạt thâu mực cô lọได้บอกcủa án nè đập ngon rồi còn nè là từ bàn cái đập ngon mà đó dương của án này sẽ phơi bạt thâu mực đấy cứ cả đập ngon bài thà tu sập tớiจะทั่วmà miềnដូចជាទៀនសិលបរិច្ចាអច្ចវៈមតវៈតបៈអញ្ចឹងទៅបងប្អូនអានបានណាយើងនិយាយអំពីថាគុណធម៌ពិសេសរបស់អ្នកដឹកនាំតែគោលការណ៍ទឹកដំនឹងដឹកនាំតាមប្របាទធម្មណាល្អសម្រាប់ពេលនេះខ្ញុំដូចជាមិនចាំបាច់សង្ខេបបាទនឹងទេបងប្អូនអាចអានទៅល្អហើយភាពចំណាត់ដឹកនាំដែរភាពជុំក៏លោកសរសេរដែរសភៅប្រជាធិបតេយ្យចាស់ទុំសភៅនេះបាទប្រជាធិបតេយ្យនឹងមានប្រភពមកពីណាមកពីឧទាហរណ៍ពីលោកកាធិបតេយ្យមកពីអញ្ចឹងទៅណាហើយលោកសរសេរថាសភៅបានថាដើម្បីឲ្យប្រជាពលលោករស់នៅស្មើមុខស្មើមាត់គ្នាមានសេចក្តីថ្លៃថ្នូរអីចឹងទៅលោក recommend គឺមានតែប្រជាធិបតេយ្យហ្នឹងឯងបាទដែលធ្វើឲ្យប្រជាពលលោកជាបរដ្ឋពលលោកបានថាពិភពលោកទាំងមូលមានសេចក្តីសុខសន្តិភាពគឺយើងប្រកាន់ប្រជាធិបតេយ្យហើយមែនទែនទៅស្ថាបនិកប្រជាធិបតេយ្យមែនទែនខ្ញុំគួរឲ្យចាប់អារម្មណ៍គឺពុទ្ធលោកគួរស្អីពុទ្ធមានគោលការណ៍ដឹកនាំបែបប្រជាធិបតេយ្យបងប្អូនអានល្អសភៅហ្នឹងបាទអញ្ចឹងហើយបានឲ្យលោកដាក់ចំណងជើងថាប្រជាធិបតេយ្យចាស់ទុំពុកមកពីណាត់អ្នកប្រាជ្ញណាប្រផុសហ្នឹងហើយពុទ្ធជាបិតាជាធិបតេយ្យវាចាប់អារម្មណ៍បាទបងប្អូនអានទៅនេះបាទហើយនឹងប្របាទធម្មពាក់ព័ន្ធភាពចំណាត់នាំក៏សភៅនេះក៏សរសេរដែរសភៅនេះរបស់យើងមិញធម្មលោកទៀតណាខ្ញុំចង់នឹកឃើញស្រែអតោប្រទេសបាទស្រែអតោប្រទេសបងប្អូនព្រោះនឹងមាននៅក្នុងហ្នឹងមានសង្គ្រាមសន្តិភាពមានគុកមិត្តអីហ្នឹងក៏បងប្អូនគួរអានដែរសភៅហ្នឹងបាទហើយចូលសម្រាប់មុខភ័ក្រវិញបង recommend អីបើសភៅតើតងជាមួយភាពជាអ្នកដឹកនាំខ្ញុំអានសភៅច្រើនគួរសមដែរសភៅភាគច្រើនមួយសភៅខ្លះដូចជាសភៅមួយនេះរបស់លោក Simon Sinek គាត់ប្រើពាក្យថា leaders at last បាទអ្នកដឹកនាំជាអ្នកដែលបានមានឱកាសញ៉ាំចុងក្រោយគេបាទ leaders at last អ្នកដឹកនាំញ៉ាំក្រោយគេហើយក្នុងសភៅនេះគេសម្ភាសគាត់មួយនៅលើ YouTube ហ្នឹងគេសម្ភាសគាត់មួយរឿងរបស់គាត់ហ្នឹងគឺចាប់ផ្ដើមចេញពីព្រឹត្តិការណ៍មួយនៅប្រទេសអាចនឹងចិនឬក៏កូរ៉េឬក៏ប៉ាឡីនៅហ្នឹងគឺមានជួយដីហ្នឹងគឺស្លាប់មនុស្សច្រើនណានៅប្រទេសចិនហ្នឹងស្លាប់មនុស្សច្រើនមែនតើដល់ពេលរំជួយដីផុតទៅគឺក្រុមសង្គ្រោះគាត់ទៅសង្គ្រោះដល់ពេលគាត់ទៅសង្គ្រោះកន្លែងហ្នឹងជីកកន្លែងហ្នឹងទៅជីកដងហ្នឹងទៅសង្គ្រោះផ្ទះដែលបាក់បែកហ្នឹងទៅគេឃើញមានស្ត្រីម្នាក់គាត់ដេកផ្កាប់ហើយប្រហែលជាស្លាប់បាត់ហើយប៉ុន្តែដល់ពេលគេរៀបដើរចេញឬសូក្មេងយំ baby សលេង baby បាទសលេងក្មេងយំពីហ្នឹងគេជីកដីបន្ថែមគេលើកនារីហ្នឹងឡើងមកឃើញទារកបាទ sorry a bit emotional ឃើញទារកហ្នឹងមកទារកហ្នឹងរស់បាទរស់ហើយរស់ដោយសារនារីហ្នឹងគាត់បាំងណាបាទគាត់បាំងអញ្ចឹងផ្ទះហ្នឹងទោះបីជាដំបូងបាក់បែកប៉ុណ្ណាក៏ដោយបើយើងសម័យមើលមុនគ្រូអញ្ជួយដីឬក៏ពេលអញ្ជួយដីបាទគាត់ហត់ប៉ុណ្ណាហើយគាត់យកកូនគាត់ហ្នឹងមកអោបទ្រូងរបស់គាត់សង្ងំបែបនេះដូចជារឿងខ្លះអាចនឹងប្រទេសប៉ុន្តែគាត់សរសេរសបុតទៀតបាទឲ្យកូនប្រុសរបស់គាត់មកកូនរស់យ៉ាងម៉េចអញ្ចឹងណាហ្នឹងហើយអញ្ចឹងឡើយនេះវា emotional អញ្ចឹងវាធ្វើឲ្យយើងគិតអំពីអ្នកដឹកនាំហ្នឹងមកបាទហ្នឹងក៏ហ្នឹងដែរបាទអញ្ចឹងអ្នកដឹកនាំល្អខ្ញុំគិតថាប៉ូលីគាត់លើកអំពីមានគុណភាពទាំង10ទស្សនវិជ្ជាធម៌បាទក្នុងនោះខ្ញុំគិតថាអ្នកដឹកនាំដែលល្អម្នាក់ខ្លាំងម្នាក់ហ្នឹងក៏មានគុណសម្បត្តិមិនខុសពីម្ដាយដែលល្អម្នាក់ឯងបាទពេលខ្លះយើងសឹងតែស្លាប់សឹងតែស៊ូសឹងតែលះបង់ជីវិតដើម្បី
កូនរបស់យើងបាទថ្នាក់ដឹកនាំមួយចំនួនគាត់អាចនឹងលះបង់មិនបែរជាមិនទេលះបង់នឹងគេថា personal interest ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ដើម្បីប្រទេសជាតិបាទជាច្រើនណាហ្នឹងហើយហើយអញ្ចឹងដូចជាហើយសភៅផ្សេងទៀតដូចជាខ្ញុំជា fan របស់ HBR HBR គឺ Harvard Business Review កាត់ខ្លីគេទៅសេច្រើនណាមិន leadership តាំងពីមាន leadership មាន management មាន psychology មាន teamwork អីជាច្រើនណាបាទអញ្ចឹងហើយខ្ញុំមានឱកាសមួយដូចតែម្សិលមិញបាទតែម្សិលមិញគេអញ្ជើញខ្ញុំទៅសម្ភាសមួយគេសួរសំណួរច្រើនគួរសមដែរគេសួរថាខ្ញុំឥឡូវខ្ញុំដឹកនាំសាលាមួយស្ថាប័នមួយហើយ style ជា leadership របស់ខ្ញុំហ្នឹងស្អីគេខ្ញុំអង្គុយគិតមួយសន្ទុះខ្ញុំថាអូខេ leadership របស់ខ្ញុំមួយហ្នឹងវាមិនមែនតែមួយទេខ្ញុំតាមពិតទៅខ្ញុំបញ្ចូលគ្នាខ្ញុំកំបាញ leadership ជាច្រើន3បញ្ចូលគ្នាទី1ប្រើពាក្យថា transformational leadership ខ្ញុំបញ្យល់តិចពាក្យពីរហ្នឹងដោយសារខ្ញុំអានជាភាសាអង់គ្លេសអញ្ចឹងភាសាខ្មែរក៏អត់សូវមានពាក្យហ្នឹងដែរភាពខុសគ្នាពីរវាង transformational ហើយនិង transactional បាទឧទាហរណ៍ថាpolice ធ្វើការជាមួយខ្ញុំតែខ្ញុំជា leader អញ្ចឹងចុះ police គឺជាអ្នកធ្វើការជាមួយខ្ញុំអញ្ចឹងនៅពេលធ្វើការជាមួយខ្ញុំដល់ខែខ្ញុំបើកប្រាក់ខែមិនអញ្ចឹងណាបាទដល់ខែខ្ញុំបើកប្រាក់ខែចប់ប៉ុណ្ណឹងអញ្ចឹងទៅដល់ផ្ទះចេញពីកន្លែងការងារយើងរៀងផ្សេងពីគ្នាចានេះ leading ហ្នឹងគឺលក្ខណៈដូច transactional អញ្ចឹងមានន័យថាយើងផ្លាស់ប្ដូរគ្នាយើងផ្លាស់ប្ដូរនេះមានន័យថា police ឲ្យការងារពេល police មកខ្ញុំហើយខ្ញុំឲ្យប្រាក់ខែទៅ police ផុតពីហ្នឹងគឺចប់និយាយអំពីការនឹងលក់ទិញសភៅ police ជាអ្នកនិពន្ធ police លក់ឲ្យខ្ញុំតម្លៃ$10ខ្ញុំបានសៀវភៅ police បានលុយហើយយើងចប់ប៉ុណ្្នឹងតែម្ដងកន្លែងនេះគេហៅថា transactional ដូច transaction យើងដូរលុយកាក់អីចឹងណាប៉ុន្តែ leadership ប្រភេទនេះគឺមិនជា transactional វាជា transformational មានន័យថាវាមានការផ្លាស់ប្ដូរយ៉ាងម៉េចឧទាហរណ៍ថាខ្ញុំជាអ្នកនិពន្ធសភៅមួយក្បាលដដែល$10ខ្ញុំជួបជាមួយ police ខ្ញុំលក់ឲ្យ police ឲ្យលុយមកខ្ញុំក៏ប៉ុន្តែវាអត់ចប់ឡើងហ្នឹងទេយើងពិភាក្សាគ្នាអំពីសភៅហ្នឹងថាតើយើងបានជួយ police អីខ្លះpolice រៀនសូត្រពីនឹងអីខ្លះដល់ពេលនេះយើងអាចថាយើង end up ជាមិត្តល្អជាមួយគ្នាបាទហើយយើង share បទពិសោធន៍គ្នាទៅវិញទៅមកដោះស្រាយបញ្ហាគ្នាទៅវិញទៅមក relationship ក៏ល្អជាមួយគ្នាយើងក៏ល្អជាមួយគ្នាដែរយើងកាន់តែប្រសើរជាងនឹងទៀតណាមានន័យថាអញ្ចឹងវាមិនមែនតំណែងរបស់យើងវាមិនត្រឹមតែជាការផ្លាស់ប្ដូរលុយកាក់ទំនិញដល់ដៃទេវាគឺជាធ្វើឲ្យយើងល្អផ្សេងគ្នាខ្ញុំ share អំពី leadership policy share អំពីប្រធរ kindness compassion អីផ្សេងបាទជាការពីបាល់ទាត់ខ្ញុំបាល់ទះអីចឹងទៅអញ្ចឹងធ្វើឲ្យយើងល្អប្រសើរដូចគ្នាអញ្ចឹងបានប្រកាស transformational គឺការដឹកនាំមនុស្សមិនត្រឹមតែឲ្យប្រាក់ខែគាត់ទេវាចប់ទេគឺយើងអាចឲ្យគាត់ជាមនុស្សដែលល្អប្រសើរជាងមុនទាំងកន្លែងការងារទាំងកន្លែងគ្រួសាររបស់គាត់បាទនឹងជា style ទី1របស់ leadership style គឺប្រភេទ transformational leadership បាទទី2វិញខ្ញុំគិតថាជា servant leadership មានន័យថាជាប្រភេទអ្នកដឹកនាំដែលជាអ្នកបម្រើជាពិសេសគឺសង្គមប្រជាធិបតេយ្យគូប៉ូលីសអាចជួយបញ្ជាក់ទីបានថាអ្នកដឹកនាំប្រភេទជាអ្នកបម្រើហ្នឹងយ៉ាងម៉េចស្ដាប់ដូចអត់ទៅនងខ្មែរយើងដូចអ្នកបម្រើមិនទេណាបងអង់គ្លេសគឺ servant leadership អាចបញ្ជាក់ទីបានណាបម្រើនេះមិនបម្រើក្នុងន័យដូចជាកាជះដាច់ថ្លៃដូចអីចឹងទេបងប្អូនបាទបម្រើនេះយើងជាអ្នកដឹកនាំយើងមិនថាយើងផ្ដល់ជាសេវាបម្រើបែបសង្គ្រោះបងប្អូនត្រឹមត្រូវជាពិសេសខ្ញុំគិតថាថ្នាក់ដឹកនាំល្អដូចជាឪពុកម្ដាយល្អអញ្ចឹងគឺដើម្បីឲ្យកូនបានល្អទៅបង្កើតបរិយាកាសមួយឲ្យវាល្អទៅតាមនឹងបង្កើតបរិយាកាសមួយដែលកូនហ្នឹងគាត់ធំឡើងគាត់ស្មោះត្រង់គាត់ចេះស្រឡាញ់គ្នាចេះជួយសង្គមហ្នឹងហើយគឺជាថ្នាក់ដឹកនាំដែលគាត់បម្រើខ្វះអីគាត់ជួយបំពេញរបស់ហ្នឹងបាទហ្នឹងហើយចុងក្រោយគឺខ្ញុំប្រភេទ authentic leadership ជាប្រភេទថ្នាក់ដឹកនាំដែលស្មោះត្រង់ហ្មងមនុស្សសិនណានិយាយខ្លីមនុស្សសិនហ្នឹងចង់និយាយថាមនុស្សស្មោះត្រង់មនុស្សគិតមិនថាអញ្ចឹងអត់មានលាក់បាំងលាក់លៀមអីទេអ្នកដឹកនាំមួយចំនួនគាត់តាំងខ្លួនដូចគាត់ដូចជាព្រះអញ្ចឹងគាត់ជាបណ្ឌិតដែលដឹងរឿងគ្រប់យ៉ាងទាំងអស់ដែលធៀបពិតវាអត់អញ្ចឹងទេបើអ្នកគិតថាអ្នកដឹងរឿងគ្រប់យ៉ាងទាំងអស់អ្នកកំពុងកុហកខ្ញុំហីបើអ្នកល្អឥតខ្ចោះហ្នឹងគឺក៏
có nhóm đây vì phổ phiếp trên mình nữ cứ thời thời miên cũng khó với chuyện thông bạc đà hay mới đẹp bạc trai đại kháng á cứ khiến tua score của một bọc luôn ấy khơi nhắc luôn ấy có còn sau được cái này chẳng mình nữ nước đẹp bạc hai luôn ấy miên ca chỉ được sau nhé cứ được kháng bên tê nhưng ai riêng về năng ba như tua score về năng ba mà mai ha tròn được bật tuột á tròn đơm cái đá trồng đơm nó là cả kịch cái đá nó sầm đầy trồng nó cứ từng vừa em cả kịch mấy sầm đầy mấy từng vừa với trăng với ba bằng to ở trên cạnh đó thấy thế là nó bùi dân của bùi từ flow cho mùi kia đấy và chắc là leadership cứ vì mình chả thấy nhưng trong ngoài kia dân từ mưa sẽ phải bỏ Simon Sinek picture này có thể say start with why leaders it last say chỉ đá và topic và tôi một tiết cứ sẽ phải để theo tôi cho mùi sẽ cái sọc lời chết tụm nè tụm nô lọ được nông cua xá cho mình mật phe xếp xế và favorite nhóm thì cho nhóm chơi chất ăn phải bài năm lọ và lời chết ba 10 tỷ bán đấy mà chắc anh nhóm ăn phải bị chơi là nè khác rồi khơi nhóm nòng chương khơi ai phải đang tháo sợ bật thò đang là du nhóm thà flop ấy giống nè tại mình chậm bạch to là tự buộc đấy không mình chậm bạch to tự buộc tại ban dương lên bật thò nữa hayยังสืบเผยได้นอมตัวเดียพุทธิวิชีเรื่องบนบาปนี่เทศนาสกอลมาสืบเผยปัญหาอนาคตบอกคิวจุ่มไว้บอกป้องสืบเผยคิวจุ่มในยามจุจัดานนะปัญหาหนรุสูนิปีนนี่มาปัญหาหนรุสูนิปีนอะไรนี่มันจองมันในสมดาวตะลือเอาจิกรมได้หรือก็ไอ้ยังคืนหนรุคืนแปรคืนไอ้ยังเต้บอกป้องจิกาเปรียบเทียบเต้ลูกเซบาปิจิซ่าหรอวะvà bộ ôn an và sự phơi nịp pin này na ấy và nịp pin nước men thay nhưng nịp pin nước ăn nom chanh mà là nhưng đi thay luôn anh còn mọi chộp chùm pe ấy là sự phơi này còn lo đây phơi có đấy đi xong say miền sự phơi lụa đó sự phơi môi chùm hiên mà đong bỏ mà ha cô sơn non là còn vào giang này niềm bành nhạt bảo lúc từ prem ha cô sơn non môi chùm hiên mà đong mà na ông pro mà dương che luôn nơi cho mùi năng pia lớn hay là bị khi ông đây hay khi nào mà là đi hay năng phải chụp bọn đi thôi lọ đài thôi ở che bánh nhá hay năng cả nó nàng và dương miền ta bánh nhá miền này chấm nét đắng miền bánh nhá mình phục cái của cô thằng này bờ mình họ miền cả ná miền cái đây mì ta nó luôn á kèm coi tha hạt bạcกันที่คนเยได้karena cenderung terlalu cool dari admin sekdai meta karena admin menurut tuan ke cikru tenak sembama សម្រាប់សង្គមជាតិឬពិភពលោកយើងមើលពិភពលោករាល់ថ្ងៃនេះមានអាវុធបល័យលោកអីសំខាន់សិតតែពីមនុស្សប្រកែមនុស្សឆ្លាតហើយបាទប៉ុន្តែមើលចំណេះដឹងអស់ហ្នឹងទៅមនុស្សដែលមិនមានសេចក្តីមេត្តាករុណាវាវិនិស្សកម្មតែបើយើងមានតែសេចក្តីមេត្តាករុណាបើយើងអត់ប្រើបញ្ញាទៅជាមួយក៏វានាំទុកខ្លួនឯងដែរបាទនាំទុកដូចមិនខ້ອຍលោកប្រៀបធៀបបញ្ញានិងករុណាជាមួយជើងយើងទាំងពីរតែយើងប្រើតែមួយមិនខ້ອຍយើងដើរជើងតែមួយចំហៀងឯងវាមិនស្រួលទេបាទបងប្អូនអាចអានសៀវភៅហ្នឹងហើយខ្ញុំក៏មានដកស្រង់រឿងនៅក្នុងហ្នឹងដែរនៅក្នុងសៀវភៅនិទានទេសនាបងប្អូនណាសៀវភៅរឿងនាគកំណាចដូចជារឿងនាគកំណាចហើយនឹងក្មេងបាទរឿងសរសេររឿងហ្នឹងហើយខ្ញុំសរសេរជាគំនិតឆ្លោះបញ្ចាំងនៅក្នុងហ្នឹងដើម្បីឲ្យបងប្អូនឆ្វេងយល់អំពីគុណតម្លៃនៃការប្រើប្រាស់បញ្ញាហើយនិងកណ្ណាធម៌បាទយើងប្រើវាឲ្យសន្សំម្ដងជាមួយគ្នាបាទដូចជារឿងទីប្រមាណនេះបញ្ញានិងកណ្ណាធម៌បាទរឿងតែចំណងជើងខ្ញុំដាក់ដូចជារឿងនេះបញ្ញានិងកណ្ណាធម៌តែម្ដងប៉ុន្តែក្នុងហ្នឹងមិនមែនតែមួយរឿងទេតែនៅក្នុងពាក់ព័ន្ធនឹងបញ្ហានឹងកណ្ណាធម៌ហ្នឹងដូចជាមានរឿងនាគកំណាចមួយទៀតដូចជារឿងបាទទៅមើលតែម្ដងសនុកទំព័រទី71ខ្ញុំអានជួបដែរតាបាទកន្លែងហ្នឹងខ្ញុំយក3រឿងដើម្បីមកឆ្លុះបញ្ចាំងឲ្យបងប្អូនយល់ពាក់ព័ន្ធហ្នឹងបាទនេះបញ្ញាកណ្ណាធម៌រឿងទី1ពាក់ព័ន្ធនឹងនាគស្ដេចនាគកំណាចរឿងល្អមើលបងប្អូនមិនក្មេងក៏ចាប់អារម្មណ៍ដែរបងប្អូនអាចទិញទៅយកទៅឲ្យគាត់អានឲ្យគាត់ស្ដាប់ទៅប៉ុន្តែអ្វីដែលមិនធម្មតាគឺគំនិតឆ្លុះបញ្ចាំងបាទបេឡាហ្នឹងបាទយកមិញហ្នឹងហើយទី2គឺរឿងសម្លាញ់2នាក់ជាអ្នកកាប់អុសបាទ2នាក់កាប់អុសដើម្បីឲ្យយល់ពីបញ្ញានិងកណ្ណាធម៌
ហើយរឿងដើម្បីឆ្លុះបញ្ចាំងបញ្ញាការក្នុងទីវាសនាល្អនិងវាសនាអាក្រក់បាទវាថែមជាមួយនឹងការរស់នៅឲ្យយើងយល់អំពីថាលោកធម៌លោកធម៌យើងមិនប្រកាសថាយើងមានវាសនាល្អរហូតឬក៏អាក្រក់រហូតទេហើយពេលវេលាទៅតាមនោះបាទអញ្ចឹងបងប្អូនទិញអានទៅហ្នឹងហើយរឿងសភៅខ្ញុំភាគច្រើនគឺចូលចិត្តអានសភៅបែបហ្នឹងមកបើបងសួរថា10ក្នុងចំណោមហ្នឹងខ្ញុំអាចថាអាសភៅរបស់ខៀវជុំខ្ញុំរាប់តែមួយក្បាលទេពីអញ្ចឹងសភៅរបស់ខៀវជុំមានប្រហែលខ្ញុំមានទាំងអស់ខ្ញុំទៅបណ្ណាគារឲ្យតែមានសភៅណាដែលចំណងជើងថ្លៃគឺខ្ញុំទិញហើយពេលខ្លះទិញដោយសារអ្នកបោះពុំហ្នឹងលើកទី1ទី2យកការគាត់កែប្រែក្របអីហ្នឹងទិញសភៅជន់គ្នាក៏មានដែរបាទចូលបងវិញពាក់ព័ន្ធនឹងសច្ចភាពតែហ្នឹងបងអាច recommend សភៅណាដែរសច្ចភាពផ្លូវចិត្តសច្ចភាពអីចឹងណាចឹងចិត្តអានអង់គ្លេសព្រោះខ្ញុំភាគច្រើនខ្ញុំអានខ្មែរច្រើនហ្នឹងហើយចឹងតាក់ទងជាមួយ topic នេះដែលគ្រូប៉ូលីនភាសានេះដែលពួកយើងកំពុងភាសាខ្ញុំគិតថាមានសារៈសំខាន់ខ្លាំងមែនតើសម្រាប់ជីវិតបច្ចុប្បន្នរបស់ពួកយើងណាហើយរៀនបានអញ្ចឹងសម័យពួកយើងនេះទោះបីជានៅប្រទេសកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍក៏ដោយក៏ប៉ុន្តែការប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យា AI ជាដើមបាទគឺវា spread ពេញហ្នឹងហ្មងហើយយើងដឹងថា AI អត់ចេះដេកទេគាត់ធ្វើការ24ម៉ោង 24/7 7ថ្ងៃក្នុងមួយសប្តាហ៍អញ្ចឹងធ្វើឲ្យមនុស្សរត់តាមគាត់អញ្ចឹងកាលណាមនុស្សប្រឹងរត់តាម AI ប្រឹងរត់តាមការងារប្រឹងរត់តាមលុយយើងមិនមែនម៉ាស៊ីនដូច AI ទេយើងត្រូវការសម្រាប់ថ្ងៃណាមួយយើងប្រកាសជាស្លាប់ហើយយើង break down ខ្លួនឯងហ្មងណាហើយជួនកាលយើង stress ខ្លាំងណាស់ជាមួយការងាររបស់យើងខ្ញុំជឿថាព្រោះថ្ងៃយើងគឺធ្វើការយើងជាអីក៏ដោយជាថ្នាក់ដឹកនាំជាអ្នកធ្វើការនៅក្នុង NGO នៅក្នុងក្រុមហ៊ុននោះអីក៏ដោយគឺតែងតែជួបរឿង stress ជានិច្ចបាទអាហ្នឹងយើងអត់គិតរឿង stress ការងារហើយយើងគិតរឿង stress ក្នុងផ្ទះផងបាទក្រុមគ្រួសារមួយចំនួនក៏មានរឿងរ៉ាវរបស់គាត់ដែរបាទហ្នឹងហើយដែលភាសាចាស់គេថាជាគៀងផ្ទះណាភ្លឺផ្ទះនោះណាបើខ្ញុំដូរគេថាជាគៀងភ្លឺផ្ទះណាឆេះផ្ទះនោះឥឡូវសបោឆេះផ្ទះជាគៀងណាបាទរឿងល្បីច្រើនថ្ងៃនេះ Facebook anyway ហើយជួនកាលពេលខ្លះយើង stress ដោយសារខ្លួនឯងយើងមានជំងឺយើងមាននេះយើងមាននោះអីចឹងណាអញ្ចឹងឥឡូវដើម្បីកាត់បន្ថយ stress យើងត្រូវធ្វើម៉េចខ្ញុំនិយាយពីបទពិសោធន៍ខ្លួនឯងទេបាទខ្ញុំធ្វើការមកដល់សប្តាហ៍ថ្ងៃនេះអាចរយៈពេល20ឆ្នាំជាងហើយខ្ញុំជួបបទពិសោធន៍ច្រើនពេលខ្លះក៏ខ្ញុំ stress ខ្លាំង stress មែនតើដែរបាទខ្ញុំទោះយើងនឹងខ្ញុំនឹកឃើញមិត្តភ័ក្ដិខ្ញុំមួយចំនួនបាទកំសត់មែនតើគាត់ stress រហូតដល់គាត់សម្លាប់ខ្លួនតែម្ដងបាទវាធីមែនមកបាទហ្នឹងហើយគាត់អត់ចង់ឈ្មោះគាត់ហ្នឹងហើយដោយសារគាត់ stress ខ្លាំងពេកហើយមនុស្សដែលគាត់ deal ជាមួយ stress វាផ្សេងគ្នាណាហើយខ្ញុំមិនចង់ឲ្យជួបវាសនាគ្នាយើងផ្សេងទៀតអាចនឹងទប់ទ្រាំមិនបានជាមួយសម្ពាធការងារសម្ពាធគ្រួសារសម្ពាធសេដ្ឋកិច្ចអីជាដើមចាឥឡូវបើកមកវិញតើខ្ញុំខ្លួនឯងនឹង deal ជាមួយ stress យ៉ាងម៉េចទោះបីសប្តាហ៍ថ្ងៃនេះខ្ញុំមានគ្រួសារមួយដែលល្អគួរឲ្យស្រឡាញ់ចូលចិត្តអីតការងារដែលខ្ញុំពេញចិត្តយ៉ាងណាក៏ដែរប៉ុន្តែ stress វាតែងតែមានបាទអ្វីដែលខ្ញុំអាចរស់បានដល់សប្តាហ៍ថ្ងៃដែលមិន stress ហ្នឹងខ្ញុំមាន principle មួយសាមញ្ញគេស្អីអង់គ្លេសទេគេថាមនុស្សទូទៅ they are okay when it is okay ការងារល្អគ្រួសារល្អគឺអូខេមិនចឹងបាទអ្នកខ្លះវិញ they are not okay when it is okay គឺអត់សប្បាយចិត្តអត់អីដោយសារតែការងារកម្មវិធីក៏មាន stress មានអីប៉ុន្តែដើម្បីរស់បាននៅល្អប្រសើរក្នុងបច្ចុប្បន្នភាពនេះណាគឺតើតែយើង you have to be okay when it's not okay so it's okay to be not okay នេះសាមញ្ញមានន័យថាទោះបីជាមានបាទកំណត់តែជាបាក់យល់បន្តិចប៉ុន្តែខ្ញុំ summarize ឡើងខ្លីមកវិញមកចេះអាហ្នឹងវាតាក់ទងជាមួយនឹង relationship របស់យើងជាមួយចិត្តរបស់យើងទំនាក់ទំនងរបស់យើងជាមួយនឹងការគិតរបស់យើងបើយើងអាចមានលទ្ធភាពក្នុងការមើលការគិតរបស់យើងថាឥឡូវយើងកំពុងតែគិតអីបាទអាហ្នឹងគឺយើងមកកម្រិតមួយហើយយើងចិត្តយើងគិតអីកំពុងតែបារម្ភកំពុងតែភ័យកំពុងតែសប្បាយកំពុងតែភ្លើនអីមួយហ្នឹងគឺយើងដឹងអញ្ចឹងយើងចាប់ផ្ដើមអំពី knowing the voice in your head អញ្ចឹងសភៅដែលល្អដែលខ្ញុំចង់ recommend មែនតើហ្នឹងគឺសភៅ The Power of Now ដែលសរសេរដោយលោក Eckhart Tolle គាត់ល្បីខ្លាំង
សភៅបន្តមកទៀតហ្នឹងគឺសភៅគាត់ដដែលទេគឺ The New Earth ផែនដីថ្មីក៏ល្អខ្លាំងដែរដែលជួយយើងឲ្យកុំឲ្យសូវ stress អឺហើយ idol របស់ខ្ញុំមួយទៀតដែរក្រៅពី Eckhart Tolle គឺបណ្ដាជគុណ Thich Nhat Hanh ដែលលោកបានស្លាប់បាត់ហើយភាសាខ្មែរគេណាស្លាប់បាត់ប្រសងអនិច្ចកម្មបាទសគត់គាត់បាទលោកបានសគត់បាត់ទៅហើយដែលអ្នកខ្លះចាត់ទុកលោកព្រះអង្គគឺជាអ្នកត្រាស់ដឹងផងThich Nhat Hanh ហ្នឹងគាត់ទៅសេសភៅប្រហែលជា50ក្បាលអីបាទសភៅមួយដែលខ្ញុំចង់ឲ្យអានមែនតើគឺ The Art of Communicating សិល្បៈនៃការទំនាក់ទំនងហើយសភៅហ្នឹងគឺយើងមានដកស្រង់នៅក្នុងសភៅរបស់យើងដែរគឺនិទានទស្សនៈនេះបងប្អូនដឹងមិនទេគឺសភៅហ្នឹងគឺនៅក្នុងរឿងទី1ហ្មងរឿងទី1ហ្នឹងបាទរឿងសមោលបាទនេះគឺរឿងទី1តែម្ដងរឿងស្រមោលបាទហើយបាទគឺរូបនេះរឿងសមោលហ្នឹងដែលពេលដែលខ្ញុំអាន original story ពីប្រជាជន Thich Nhat Hanh ហ្នឹងខ្ញុំអានហើយគឺខ្ញុំសឹងតែទប់ទឹកភ្នែកអត់បានណានិយាយខ្ញុំលេងរលោងទឹកភ្នែកនិយាយបងនិយាយអញ្ចឹងខ្ញុំទទួល feedback ពី fan យ៉ាងមួយដែរគាត់អានសភៅហ្នឹងគាត់ហូចគាត់នារីម្នាក់ហ្នឹងគាត់ដល់ថ្នាក់គាត់ធ្វើរឿងហ្នឹងអញ្ចឹងណាជាប្រពន្ធណាគាត់ថាគាត់ emotional ក្នុងរឿងទី1ហ្នឹងបាទហើយជាការពេលហ្នឹងដោយសារតែតំណតំណងមកបន្តិចយើងក៏បាននិយាយគ្នាយើងនិយាយខ្លួនតែយល់ខុសការមិនព្រមសួរនាំគ្នាប្តីប្រពន្ធតែរឿងតិចតួចហ្នឹងធ្វើឲ្យជីវិតគូជីវិតប្តីប្រពន្ធហ្នឹងបាទចឹងតាក់ទងជាមួយនឹងនិយាយខ្ញុំរៀនសូត្រពីបណ្ដាជគុណនៅនឹងលោក Eckhart Tolle បានច្រើនខ្លាំងណាទី1គឺតាក់ទងជាមួយពេលវេលាពេលវេលាសម្រាប់ជាការបទពិសោធន៍របស់ខ្ញុំណាពេលវេលាវាគ្រាន់តែជាការគិតរបស់មនុស្សទេពេលវេលាមិនមានពិតប្រាកដឡើយអង់គ្លេសគឺ there is no time is just an illusion ហើយហ្នឹងអត់ពេលវេលាមិនបងបើឥឡូវម៉ោង 7:08 ហើយថ្ងៃហ្នឹងថ្ងៃអាទិត្យអីចឹងទៅរបស់ទាំងអស់នេះវាសិតតែជាបង្កើតឡើងដោយមនុស្សទេបាទហើយយើងអាច debate គ្នាបានអត់អីទេមិនចាំបាច់ agree ជាមួយខ្ញុំជាការកំណត់បាទអញ្ចឹងគាត់ខ្ញុំនេះចេះបើយើងនិយាយយើងអាច debate បានអត់អីទេគាត់ថាពីខ្ញុំទៅចេះទេវាជួយដល់ស្រែកខ្ញុំមិនបានការដឹងថាវាអត់មានពេលវេលាហ្នឹងហើយបបពិសោធន៍យើងហ្នឹងវាជួយយ៉ាងម៉េចបានគឺអញ្ចឹងហេតុអីបានជាមនុស្សគាត់ stress ខ្លាំងយ៉ាងហ្នឹងមនុស្សមួយចំនួនហ្នឹងណាទី1ដោយសារតែសម្ពាធនៃអតីតកាលតែឥឡូវខ្ញុំអាយុ40ឆ្នាំជាង42ឆ្នាំចុះអញ្ចឹងបើខ្ញុំគិតអំពីអតីតកាលរបស់ខ្ញុំតាំងពីខ្ញុំដឹងក្តីមកថាអាយុ2-3ឆ្នាំហ្នឹងណាអញ្ចឹងបើខ្ញុំគិតអំពីរឿងមួយចំនួនគឺខ្ញុំមានរឿង42ឆ្នាំស្ពាយពីក្រោយខ្ញុំហើយរឿងមនុស្សគិតជាច្រើនហ្នឹងជាទូទៅមនុស្សរឿង negative រឿងល្អក៏មានដែររត់លេងក្រោមទឹកភ្លៀងជួបប៉ាជួបម៉ាក់តែរឿងដែលឈឺចាប់ជាច្រើនក៏យើងមានដែរបែកបាក់ស្នេហាបែកបាក់គ្រួសារបែកបាក់ឪពុកម្ដាយអ្នកខ្លះកាលសម័យពលពតទៅទៀតអញ្ចឹងសម្ពាធអតីតកាលរបស់គាត់ហ្នឹងគឺធ្ងន់ខ្លាំងមែនតើតែណាក៏គាត់គិតរឿងហ្នឹងដែរប៉ុន្តែបន្ថែមអតីតកាលទៀតហ្នឹងពេលខ្លះមនុស្សគិតពីអនាគតខ្ញុំអាយុប៉ុណ្ណេះហើយចុះកូនខ្ញុំប៉ុណ្ណេះចុះបើខ្ញុំអត់មានការងារធ្វើចុះបើខ្ញុំឈឺចុះបើសិនជាប៉ាម៉ាក់ខ្ញុំក៏ស្លាប់បាត់ទៅចុះបើសិនជាថៃមួយខ្មែរនៅតែបាញ់គ្នាចុះបើសិនជាអនាគតវាយ៉ាងម៉េចអញ្ចឹងសម្ពាយអតីតកាល40ឆ្នាំជាងបូកជាមួយអនាគត30ឆ្នាំទៀត70ឆ្នាំពីលើក្បាលរបស់យើងទាំងមុខទាំងក្រោយសួរថាតើយើងរស់បានដល់ពេលណាហើយវាមានសេចក្តីសុខប៉ុណ្ណាអញ្ចឹងដើម្បីកាត់បន្ថយរបស់ទាំងអស់នេះបានគឺយើងឃើញថាมันមានពេលវេលានោះគឺមានតែបច្ចុប្បន្នភាពទេដែលជាផ្ទះពិតប្រាកដរបស់យើងនៅពេលដែលមនុស្សរស់នៅក្នុងពេលបច្ចុប្បន្នភាពវាញែក focus របស់យើងញែកពេលវេលារបស់យើងឡើងអស់លេងអតីតកាលនិងអនាគតនៅតែពេលបច្ចុប្បន្ននេះនៅពេលយើងនៅតែពេលបច្ចុប្បន្នហ្នឹងអាសម្ពាយ40ឆ្នាំមកវាបាត់អស់លេងសម្ពាយ anxiety ការបារម្ភទៅអនាគត30ឆ្នាំទៀតក៏មានតិចដែរវាមិនអត់ទាំងស្រុងវាមានតិចបាទអញ្ចឹងយើងស្រាលខ្លួនតែម្ដងយើងស្រាលខ្លាំងមែនតើហ្មងដល់ពេលអញ្ចឹងមនុស្សគាត់ស្រាលខ្លាំងបែបនេះគឺមិនសូវ stress ទេបាទឬក៏ stress តិចតួចដូចឥឡូវអញ្ចឹងខ្ញុំមានការងារធ្វើពីអតីតកាលខ្ញុំមានរឿងដែលមិនសប្បាយចិត្តមិនតិចទេច្រើនបាទហើយអនាគតខ្ញុំជាឋានៈដឹកនាំមួយនៅស្ថាប័នមួយបាទមានទំនួលខុសត្រូវច្រើនមានប្រពន្ធមានកូនមានគ្រួសារច្រើនប៉ុន្តែឥឡូវខ្ញុំនៅជាមួយ
Holly ជាមួយនឹងចម្រើនបាទកំពុងតែថតវីដេអូមួយជាមួយគេជាមួយឯងអញ្ចឹងខ្ញុំដូចជាមិនមានអីដែលត្រូវកើតទុកអីខ្លាំងទេយើង focus ទៅលើរបស់ដែលយើងពិភាក្សាគ្នាតែម្ដងអញ្ចឹងវាជួយខ្ញុំច្រើនហើយបងប្អូនអាចខ្ញុំនិយាយមិនអស់ទេតោះតែអានសៀវភៅហ្នឹងតែម្ដងគឺ The Art of Communicating by Thich Nhat Hanh The Power of Now ហើយនឹង New Earth by Eckhart Tolle យើងគិតវែងឆ្ងាយទៅក្រោយពេកអាហ្នឹងមិនទីមកយើងចេះតែប្រមូលរឿងមកជាបន្ទុកធ្វើខ្លួនឯង stress ណាបាទហើយយើងគិតវែងឆ្ងាយទៅមុខពេកក៏យើងមានការព្រួយបារម្ភច្រើនទៅយើងពុំសូវមានសេចក្តីសុខសន្តិភាពផ្លូវចិត្តដែរបាទតែប៉ុន្តែយើងឥឡូវនេះនៅកំពុងនៅទីណាយើងកំពុងធ្វើអីធ្វើឥឡូវឲ្យតែល្អទៅអនាគតគឺវាល្អបាទត្រូវហើយតើតោមួយចំណុចមួយទៀតដែរបើសិនជាខ្ញុំអត់និយាយយកនេះអត់លក់ដែរមួយចំណុចសំខាន់មិនតើតោជាមួយសិល្បៈនៃការទំនាក់ទំនង The Art of Communication ណាបើសម្រាប់ខ្ញុំខ្ញុំនិយាយអង់គ្លេសបន្តិច To be a great communicator just shut up ដើម្បីជាអ្នកទំនាក់ទំនងល្អកុំនិយាយច្រើនពេកណាស្ដាប់ឲ្យបានច្រើនទៅពីព្រោះបើប្រសាទខ្ញុំផ្ទាល់ខ្ញុំសម្ភាសបុគ្គលិកច្រើនដែរពេលចូលធ្វើការហើយខ្ញុំចាប់អារម្មណ៍ថានៅពេលដែលខ្ញុំស្ងាត់ជ្រាបនៅពេលដែលខ្ញុំស្ដាប់អ្នកដទៃនិយាយខ្ញុំកាន់តែស្ងាត់ខ្ញុំកាន់តែយល់អំពីមនុស្សនឹងច្រើនអញ្ចឹងខ្ញុំអាចរើសមនុស្សត្រូវនៅក្នុងស្ថាប័នរបស់ខ្ញុំទៅខាងក្រៅយើងស្ដាប់គេកាន់តែយកចិត្តទុកដាក់យើងដឹងអំពីគេកាន់តែច្រើនថាគេមានបំណងល្អជាមួយយើងស្មោះត្រង់ជាមួយយើងចង់បោកប្រាស់យើងចង់ប្រើយើងណាអាហ្នឹងគឺនៅក្នុងភាពស្ងប់ស្ងាត់តាមពិតទៅវាមិន nothing ទេវាមានចម្លើយជាច្រើនដែលគេនិយាយថា in silence there is not nothing there are a lot of answers from that អញ្ចឹងគឺមានសារៈសំខាន់ហើយតកតងមួយការស្ដាប់ហ្នឹងគឺគេប្រើពាក្យ emphatic listening ស្ដាប់ដោយមនោសញ្ចេតនាស្ដាប់ដោយបេះដូងហ្មងបាទស្ដាប់ដោយបេះដូងតែម្ដងហើយនៅក្នុងសៀវភៅខ្លះគេប្រើពាក្យ compassionate listening ស្ដាប់ដោយក្តីស្រឡាញ់អាហ្នឹងគឺការមនុស្សខ្លះគាត់ជាតាមរយៈយើងអត់thấyយើងគ្រាន់តែស្ដាប់គាត់ទៅគឺគាត់ជាគាត់ heal តែម្ដងបាទគាត់ heal តែម្ដងតែប៉ុន្តែការស្ដាប់ហ្នឹងខ្ញុំចង់បន្ថែមបន្តិចឲ្យបងប្អូនយល់អ្វីទៅដែលថាការស្ដាប់សម្រាប់ខ្ញុំការស្ដាប់គឺជាដំណើរការដ៏សកម្មនៃការនិយាយអង់គ្លេសactive process of listening hearing understanding and remembering ដំណើរការនៃសកម្មនៃការឮហ្នឹងមកយើងទទួលដល់តិចអត់ស្ដាប់នឹងខួរក្បាលហើយយើងបញ្ជូនសារហ្នឹងមកខួរក្បាលហើយស្ដាប់ធ្វើម៉េចអ្វីដែលយើងទទួលយើងស្ដាប់ហ្នឹងឲ្យយល់បាទក្រោយយើងយល់យើងចាំហើយអាហ្នឹងជាការស្ដាប់មនុស្សដែលមិនសូវជាអ្នកបកកែស្ដាប់ភាគច្រើនគឺបើខ្ញុំ recommend ថាយើងកុំតន់មានសេចក្តីស្រឡាញ់ព្រោះអីទូរទីដំបូងនៃសេចក្តីស្រឡាញ់គឺចេះស្ដាប់គ្នានេះឯងហើយយើងអត់ទាន់ចេះស្ដាប់គ្នាផងរស់នៅបាទនេះអត់ចេះដំបងគេឯងទេអ្នកដែលចូលចិត្តនិយាយច្រើនហ្នឹងនៅក្នុង human communication គេថាអ្នកកាលណាយើង when you speak you lose when you listen you win យើងនិយាយច្រើនយើងចាញ់កាលណាយើងស្ដាប់ច្រើនយើងឈ្នះដល់ឡៃលម៉ាក៏និយាយដែរកាលណាយើងអ្នកដែលចូលចិត្តនិយាយច្រើនពីច្រើនក៏ចូលចិត្តកាលណាយើងនិយាយយើងគ្រាន់តែថាឡើងវិញនៅអ្វីយើងបានដឹងបានចេះកន្លងមកហ្នឹងតែបើយើងចូលចិត្តយើងមានទម្លាប់ស្ដាប់ដូចបងនិយាយមកអញ្ចឹងកាលណាយើងស្ដាប់គេច្រើនយើងប្រហែលជាអាចចេះអ្វីដែលថ្មីចេះអ្វីដែលប្លែកអ្វីដែលយើងអត់ទាន់បានដឹងអញ្ចឹងខ្ញុំគិតថាយើងស្ដាប់ចំណេញជាងអ្នកនិយាយបាទអ្នកមានទម្លាប់ស្ដាប់ច្រើនណាហើយចង់បន្ថែមពីអ្វីដែល Polly គាត់ share ហ្នឹងគឺថ្ងៃមុនខ្ញុំស្ដាប់ Simon Sinek គាត់ជាអ្នកនិពន្ធតាក់ទងជាមួយ leadership ដ៏ល្បីម្នាក់គាត់អ្នកនិពន្ធសៀវភៅហ្នឹងណាគាត់និយាយថាគាត់និយាយរឿងមួយរបស់លោក Nelson Mandela ស្គាល់គាត់ណាបាទ Nelson Mandela ជាអតីតទានាបតីរបស់South Africa Mandela ការគាត់នៅក្មេងគាត់អាសាទៅប្រជុំជាមួយប៉ារបស់គាត់ពេលប៉ារបស់គាត់ជាអ្នកដឹកនាំម្នាក់ដែរពេលដែលគាត់ប្រជុំហ្នឹងគាត់យក Nelson កាកូនក្មេងហ្នឹងទៅប្រជុំមួយគាត់ដែរហើយអ្វីដែលលោក Nelson Mandela រៀនពីឪពុករបស់គាត់ហ្នឹងគឺឪពុកគាត់ពេលទៅប្រជុំម្ដងទោះបីជាថាដឹកនាំក៏ដោយតែគាត់អត់និយាយទេគាត់ឲ្យគេនិយាយទាំងអនិយាយចប់ហើយ
bằng quát trên một nước đã trong cào kế không cá này gì nơi có mình trên chụp bò này hay mình mà đón này ro đón chẳng hay bằng coi kata ô chẳng cứ nè đặc nôm này lọ mà nè nó cứ thử đắp hỏi si chùm rứ đắp đòi 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 ca cho kết tục đã hay mình miên judgment này mình miên ca viên chạy thế tỏ đắp lại ô sân hói có cùng mô idea và cho mà hói bằng quát out chia conclusion và sân ba quát trăm bạch chẳng bên này mình đã lao đến việc phục bọc quát đây chỉ sao là bạn này ca tụm nè tụm nón tam vật tới cứ đắp phần này tôi bây giờ nào đó dùng vậy chẳng cứ chùm nè đến với nơi ta chỉ cả đằng lấy xa mưa này giờ bắt đầu bị dương chung cái này giờ vì sự sầm khăn là bọt chỉ chớn trongนั้นคือមានការស្ដាប់ឥឡូវតែផ្ទះវិញឬក៏ទៅកន្លែងធ្វើការយើងសាកមើលយើងថ្ងៃណាមួយយើងសាកកុំសូវនិយាយយើងស្ដាប់គេអស់មើលតើវាពិបាកណាស្ដាប់មិនស្រួលតាមពិតអត់ស្រួលណាស្ដាប់គេរហូតហ្នឹងបាទ active listening បាទព្រោះយើងចង់និយាយដែរពេលខ្លះបាទហ្នឹងហើយនេះដែរអូខេឃើញថាយើងពិភាក្សាទៅលើសភៅជាច្រើនបាទកន្លងមកហ្នឹងបាទ10 20សភៅហើយតាំងពីម៉ោង6កន្លះដល់ម៉ោង8បាទដែរឃើញថាពិភាក្សាហ្នឹងទៅវាដូចជក់បាទជក់ដូចចង់ជក់ដូចញៀនកាហ្វេដូចជក់ប្រៃដែរណាបាទតែត្រូវសភៅច្រើននេះមានអីត្រូវចែកម្លែកច្រើនខ្លាំងបាទអញ្ចឹងបន្តមកទៀតដែរខ្ញុំជាឱកាសមួយនៅក្នុងកម្មវិធីនេះដែរបន្ទាប់ពីចែករំលែកសភៅជាច្រើនប៉ុន្តែគោលបំណងគឺចង់ជួយអភិវឌ្ឍធនធានមនុស្សខ្មែរយើងបាទខ្ញុំប្រាប់គេខ្មែរតែម្ដងកម្ពុជាដែលមានទម្លាប់អានឲ្យបានច្រើនក្នុងការដែលគាត់ឲ្យមានចំណេះដឹងទៅមកជួយណាគេបាទជួយខ្លួនឯងហ្នឹងពេលខ្លួនឯងជោគជ័យល្អហើយជួយគ្រួសារសង្គមជាតិនឹងរីកចម្រើនទៅតាមនឹងដែរតែមិនកុំឲ្យខ្លួនជាបន្ទុកគ្រួសារខ្លួនជាបន្ទុកជាតិបាទជាតេនញ៉ាជាព្រូនក្នុងសង្គមជាតិណាខ្លួនឯងឲ្យតែខ្លួនឯងខ្លាំងសិនណាខ្លាំងហើយបាទគ្រួសារយើងក៏ខ្លាំងដែរបាទអញ្ចឹងមកគេអាសានិយាយកំ pl ៃលេអូននោះកាលគាត់នៅក្មេងគាត់ថាពេលខ្ញុំធំឡើងទៅខ្ញុំនឹងកាត់បន្ថយភាពក្រីក្រដល់ពេលធំឡើងមែនខ្លួនឯងអ្នកក្រអញ្ចឹងថែមបន្ទុកអាក្រីក្រហ្នឹងទៅមកតង់ទៀតធ្វើខ្លួនឯងកុំឲ្យក្រទៅជួយហ្នឹងប៉ុន្តែមាននិយមន័យពាក្យក្រក៏មានច្រើនដែរក្រលុយកាក់ក្រគំនិតណាក្រភាពស្រឡាញ់អីវាមានន័យទៅតាមហ្នឹងណាបាទអញ្ចឹងនិយាយថាអភិវឌ្ឍខ្លួនឯងទាំងអស់គ្នាហើយយើងបានចែករំលែកនៅសភៅជាច្រើនហើយឥឡូវចៃដន្យអីបាទអាចចៃដន្យល្អយើងទាំងពីរនេះក៏ខ្លាយទៅជាអ្នកសរសេរសភៅដែរដំបូងជាអ្នកអានហើយជាអ្នកសរសេរសភៅហើយដោយសារសភៅនេះចឹងយើងអានស្តៀងគ្នាឃើញសភៅបងឯងអានស្តៀងគ្នាជាភាសាអង់គ្លេសបាទបងឯងសភៅដូចជា Atomic Habit 7 Habits of Highly Effective People Simon Sinek ខ្ញុំមានមួយដែរសភៅ Start with Why បាទអញ្ចឹងរៀងគ្នាចឹងហើយពួកយើងក៏ចាប់ដើមសរសេរគូពលីអាចណែនាំបន្តិចបានទេអំពីសភៅដែលយើងសរសេរទាំងពីរនេះបាទបងប្អូននេះសភៅនិទានទស្សនៈដែលខ្ញុំសរសេររួមគ្នាជាមួយនឹងលោកសុកសុភ័ក្របាទជាសហនិពន្ធសភៅនេះមែនតើទៅជាសភៅយើងចឹងបានយើងដាក់និពន្ធរៀបរៀងព្រោះអីសាច់រឿងភាគច្រើនគឺយើងដកស្រង់ពីកតិលោកដកស្រង់ចេញពីកតិលោកមួយទៀតសម្រាប់ខ្មែរយើងពេលចម្រើនមិញកតិលោកហើយនឹងបាទស្រីហេតោប្រទេសហើយនឹងសភៅពីបរទេសមកច្រើនហើយយើងយករឿងណាដែលល្អដែលមានគុណតម្លៃសម្រាប់បរិបទរបស់យើងណាហើយខ្ញុំសូមណែនាំតិចចឹងចំណងជើងខ្ញុំចាំខ្លះបងប្អូនទិញអានទៅដូចជារឿងទី1ពាក់ព័ន្ធរឿងសមោលនេះដូចបងភ័ក្រថាមិញយកមកពីសភៅរបស់ The Art of Communication របស់ Thich Nhat Hanh ហ្នឹងហើយសភៅហ្នឹងគឺពាក់ព័ន្ធទៅនឹងអប់រំឲ្យយើងហ្នឹងចេះយោគយល់គ្នាចេះស្ដាប់គ្នាក្នុងសុភមង្គលគ្រួសារយ៉ាងម៉េចយើងថាកលឹះអីខ្លះដើម្បីឲ្យយើងមានសេចក្តីសុខសុភមង្គលក្នុងគ្រួសារជាពិសេសហ្នឹងជីវិតគូរបស់យើងហើយរឿងទី2កូនមេអំបៅកំសត់កូនមេអំបៅកំសត់នោះគឺពាក់ព័ន្ធនឹងការចេះអប់រំកូននិងការចេះជួយបងប្អូនដឹងពេលខ្លះយើងចេតនាយើងចង់ជួយទេប៉ុន្តែការជួយខ្លះមិនមែនជាជួយទេទៅជាសម្លាប់ក៏មានដែរបាទគឺថាយើងជួយមេអំបៅចង់ឲ្យមេអំបៅហ្នឹងចេញពីអីគេសបុកវាលឿនយើងយកកត្រៃទៅកាត់អាហ្នឹងមិនមែនជាការជួយតែមិនបំណងយើងចង់ជួយបាទតែពេលហ្នឹងទៅជាឲ្យមេអំបៅហ្នឹងក្រិនអត់ស្អាតអីមិនខុសឲ្យយើងអប់រំក្មេងពេលខ្លះយើងចង់ជួយក្មេងប៉ុន្តែវាមិនមែនជាជួយវិញវាទៅជាសម្លាប់វិញយើងដូចជាថ្នមពេកបាទហើយរឿងទី3នេះគឺរឿងហងក្បាល2បាទរឿងហងក្បាល2នេះគឺបងប្អូនពាក់ព័ន្ធទៅនឹងសេចក្តីស្មោះត្រង់
ជាគ្រឹះនៃសុភមង្គលគ្រួសារដែរបាទរឿងអង្គបាពីនេះ ណានេះហង បាទរឿងព្រឹកងានមានហ្វេនយើងមកខមមិនខ្ញុំអាក្បាលទី1នេះគឺពាក់ព័ន្ធក្តីស្រឡាញ់សុភមង្គលច្រើនដូចរឿងទី4នេះគឺតាក់ទងរឿងដំរីស្បនិងមេគុំទឺតបាទពាក់ព័ន្ធនឹងការលើកលែងទោសកុំឲ្យយើងមានហៅថាគំនុំគុំគួនច្រើនការផ្ដាច់ពីផ្ដាច់អីហ្នឹងបាទសភៅហើយរឿងទី5ចំណងជើងគឺអស់សំណើចនិស្សិតគំរក់បងប្អូន និស្សិតគំរក់បាទរឿងនេះណែនាំឲ្យយើងកុំឲ្យទូមនោះជាមួយនឹងឈ្មោះខ្លះវាគ្រាន់តែជាការសន្មត់ទេមិនមែនថាឈ្មោះគំរក់យើងគំរក់ឈ្មោះសំណាងបុគ្គលនឹងសំណាងទេឲ្យយើងយល់ពីសច្ចភាពហ្នឹងវាមានរឿងរ៉ាវជាច្រើននៅក្នុងពិភពលោកយើងនេះវាគ្រាន់តែជាការសន្មត់ណា គូផលិតដូចបាញ់សំណាងដល់នេះខ្ញុំជឿថានៅក្នុងអ្នកស្ដាប់ហ្នឹងក៏មានឈ្មោះសំណាងជាដែរពេលខ្លះក៏ដល់សំណាងដែរអញ្ចឹងមកខ្ញុំសរសេរនៅក្នុងនេះណាមិត្តភក្តិខ្ញុំនៅពេលហ្នឹងគាត់ឈ្មោះច្រឡំឈ្មោះសំណាងបាទតែពេលខ្លះចាប់ស្នោតខ្ញុំសំណាងជាងគាត់វិញថាបានដែរ ខ្លះឈ្មោះវាសនាហើយយ៉ាងទៅបាទ មិនប្រកបដោយវាសនាល្អ បាទមិនក៏វាសនាល្អទេ យើងវាសនាខ្លាំង យើងគុំទូមនុស្សជាមួយនឹងឈ្មោះអាក្រក់ឬមិនល្អបាទរឿងទី6ហ្នឹងឈឺច្រត់បងប្អូនឈឺច្រត់បងប្អូនហើយធ្លាប់ឮ បាច់ប្រាប់តែប្រាប់ទៅគាត់លែងអានឡើយ អញ្ចឹង ហើយគាត់អានខ្លួនឯងទៅល្អទៅណា បាទ បាទខ្ញុំខ្លះចង់ share ដែរ អញ្ចឹងហ៎បាទ ហើយសភៅខ្លះទៀតហ្នឹងខ្ញុំដែលចង់ឲ្យអានហ្នឹងដូចសភៅទី1អញ្ចឹងរឿងសមោលហ្នឹងគ្នាយើងខ្ញុំអានទៅខ្លួនឯងហ្នឹងវាចង់ស្រក់ទឹកភ្នែកដែរហើយបើយើងមិនជឿចាំយើងសាកអានមើលសភៅសមោលហ្នឹងគេថាស្រក់ទឹកភ្នែករបៀបម៉េចយើងអានលេងមើលបាទលេងមិនដែរ សម្បត្តិស្នេហ៍ប្រៃនិស័យក៏ល្អដែរមក សម្បត្តិស្នេហ៍ប្រនិស័យហ៎ ហ្នឹងហើយប្រអប់អីហ្នឹងបងដកពីបារាំងហើយរឿងហ្នឹង បាទរឿងទៅនៅបារាំងបាទអញ្ចឹងរឿងរបស់យើងគឺគ្រប់សាច់ហ្មង នៃប្រពន្ធសង្គមយើងបច្ចុប្បន្នភាគច្រើនគឺអញ្ចឹងហ្មង បាទ ការហើយដំបងហ្នឹងគឺអូយផ្អែមឡាស់ផ្អែមណាស់ខុសចែកចម្លែកហាន់នេះហាន់អីចឹងទៅបានកូន1កូន2ហ្នឹងចាប់ដើមហេតុអីបានអញ្ចឹងវាមានកន្លឹះរបស់វាបងប្អូនទិញសភៅអានឃើញ អាហ្នឹងចំណងជ័យឬប៉លីសម្បត្តិស្នេហ៍ បាទសម្បត្តិស្នេហ៍ប្រៃនិស័យ ប៉ុន្តែខ្ញុំមើលអាផ្សេងអីទេខ្ញុំកំពុងតែរករឿងមួយតាក់ទងជាមួយដំរីកំសត់នោះហើយជាមួយនឹងកុមារលក្ខសិននោះ សិន បាទអាហ្នឹងនៅកន្លែងណាគ្រូប៉ូលីមើលអូតិចមើលដោយសារសភៅហ្នឹងវា link ជាមួយសភៅល្បីមួយដែលគេទៅរបស់ New York Times មកបាទគ្នាយើងខ្ញុំចង់ឲ្យទស្សនិកជនរបស់យើងអានសភៅរឿងទី10នេះបាទរឿងទី10ហ្នឹងគេដាក់ថាដំរីកំសត់និងកុមារ Lexon បាទរឿងហ្នឹងគឺវាដកស្រង់ចេញពីបរទេសខាង Western ណាខាងនៅអឺរ៉ុប ពីរឿងចូលគ្នាណា បាទពីរឿងបញ្ចូលគ្នាតែម្ដងហើយរឿងហ្នឹងគឺរឿងល្អខ្លាំងរឿងហ្នឹងគឺផ្លាស់ប្ដូរជីវិតខ្ញុំហើយនឹងមនុស្សជាច្រើនបាទក្នុងន័យល្អរឿងហ្នឹងគឺវាអាស្រ័យនេះយើងសរសេរគឺ base លើសភៅនេះបាទសភៅបក Carol Dweck ហ្នឹង Carol Dweck មិនហ្នឹងបាទ growth mindset ហ្នឹងមកទៅជើង mindset នេះខ្ញុំកាន់នេះបាទនេះរឿងទី10នេះរឿងទី10ហ្នឹងគឺខ្ញុំដកស្រង់ចេញពីសភៅ mindset បាទ mindset ហ្នឹងគឺលោកអស់រាប់លានក្បាលបាទរាប់លានក្បាលហ្នឹងគាត់បកកែមែនតើ Carol Dweck ហ្នឹងជា psychologist នៅ Stanford គាត់ចាស់ហើយប៉ុន្តែគាត់បកកែខ្លាំងហើយគាត់សរសេរសភៅមួយក្បាលហ្នឹងលោកអស់រាប់លានហើយសភៅហ្នឹងគឺគេនិយាយអំពី growth mindset និង fixed mindset បាទផ្នត់គំនិតវិជ្ជមានហើយនឹងផ្នត់គំនិតលូតលាស់ជាមួយថេណាហើយល្អខ្លាំងរឿងហ្នឹងបាទរឿងល្អខ្លាំងអាចខ្ញុំមកចង់និយាយថាអីខ្លះយើងអាចទៅមើលខ្លួនឯងមកបន្តិចទៅហើយបាទពេលនេះក៏ល្អដែរហើយរឿងខ្លះហ្នឹងក៏ពាក់ព័ន្ធនឹងនេះដូចរឿងបរោះស្ពីធាតនេះក៏វារឿងកំ pl ែងផងហើយអប់រំឲ្យយើងចេះជ្រើសរើសបងប្អូនរឿងទីដូចរឿងទី33បាទបរោះស្ពីធាតរឿងនេះអាចកំ pl ែងបងប្អូនអានទៅសើចហើយគំនិតអប់រំហ្នឹងគឺឲ្យយើងចេះជ្រើសរើសដៃគូជីវិតដែលមានបុគ្គលិកលក្ខណៈយ៉ាងម៉េចបាទដែលយើងគួរជ្រើសរើសជាដៃគូជីវិតរបស់យើងណាបងប្អូនបាទឃើញថាយើងបានចែករំលែកនៅ highlight នៃសភៅរបស់យើងមួយចំនួនដែរប៉ុន្តែគោលបំណងរបស់យើងគឺសាមញ្ញឲ្យបងប្អូនយើងមានឱកាសក្នុងការអានហើយមិនសភៅរបស់យើងខ្ញុំបាននិយាយអញ្ចឹងយើងចង់ឲ្យមានការគេហៅវប្បធម៌នៃការអាននៅប្រទេសយើងឲ្យបានច្រើនណាបាទពីព្រោះមនុស្សកាលណាគាត់
an banច្រើនគាត់ចេះដឹងច្រើនគាត់គិតពិចារណាស៊ីជម្រៅល្អអន់ជាងមុនអញ្ចឹងគាត់ក៏អាចសម្រេចចិត្តផ្សេងល្អអញ្ចឹងដែរខ្ញុំនៅតែចាំមួយបាទឱកាសមួយគឺលោក President Abraham Lincoln ទេដែរបងប្រិចបាទលោក Lincoln ដល់ពេលគាត់ជាប់ជា President ហើយគាត់ទៅនិយាយជាមួយប្រជាជនរបស់គាត់សួរសំណួរមួយគាត់សួរណាគាត់សួរថាខ្ញុំបកពីអង់គ្លេសមកសិនគាត់សួរថា Okay have you ever seen a dog or do you know a dog ស្គាល់ឆ្កែអត់គេថាស្គាល់តាស្គាល់តាឆ្កែហ្នឹងហើយឆ្កែមានជើងប្រមាណគាត់សួរប្រជាជនគាត់ណាហ្នឹងណាមកដឹងឆ្កែមានជើង4បាទអូខេឥឡូវឆ្កែមានជើង4ប៉ុន្តែចុះបើយើងរាប់កន្ទុយវាដែរបើយើងរាប់កន្ទុយវាដែរថាជាជើងអញ្ចឹងឆ្កែហ្នឹងវាជើងប្រមាណក៏សួរឡើងវិញអូខេឥឡូវឆ្កែជើង4ប៉ុន្តែបើយើងរាប់កន្ទុយរបស់វាថាជាជើងដែរអញ្ចឹងឆ្កែហ្នឹងជើងប្រមាណអញ្ចឹងប្រជាជនគាត់ថាបើអញ្ចឹងវាជើង5ហើយបាទអ្នកខ្លះអញ្ចឹងទៅហើយអ្វីដែលលោក Abraham Lincoln គាត់ឆ្លើយទៅវិញគាត់ថាឆ្កែបើយើងរាប់ទាំងកន្ទុយរបស់វាមានជើងប្រមាណចម្លើយគឺថាវានៅតែជាជើង4ដដែលទេមូលហេតុមានន័យថាការដែលយើងរាប់កន្ទុយជាជើងមិនបានធ្វើឲ្យវាជាជើងពិតប្រាកដនោះទេជាឧបមាដែរជាកឧបមាសន្មតបាទដូច្នេះប្រទេសមួយដែលគាត់និយាយតទៀតណាដូច្នេះប្រទេសមួយដែលប្រកាសថាប្រទេសខ្លួនជាប្រទេសប្រជាធិបតេយ្យមិនបានធ្វើឲ្យប្រទេសហ្នឹងជាប្រទេសប្រជាធិបតេយ្យទេវាត្រូវតែស្ថិតនៅលើការអនុវត្តរបស់ប្រទេសហ្នឹងតើមានសិទ្ធិសេរីភាពប៉ុណ្ណាណាស្រឡាញ់សិទ្ធិមនុស្សប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងដូចគ្នាខ្ញុំត្រឡប់មកវិញគឺទោះបីខ្ញុំនិងលោកគ្រូផូលីក៏គ្នាយើងអានសភៅរាប់សិបក្បាលក៏ដោយចំណេះដឹងទាំងអស់នេះនឹងមិនមានផលប្រយោជន៍ឡើយប្រសិនបើយើងមិនបានយកវាមកអនុវត្តនោះទេណាបាទអញ្ចឹងចឹងមិនជ្រាបជាចរិតលក្ខណៈបាទអញ្ចឹងពីខ្ញុំទៅជា recommendation បាទជាការ recommendation ពីខ្ញុំជា author នេះគឺខ្ញុំចង់ឲ្យបងប្អូនយើងទាំងអស់គ្នាអានសភៅឲ្យបានច្រើនបាទហើយកុំភ្លេចធ្វើវាផងពីព្រោះថាស្រុកទេសរបស់យើងឥឡូវគឺសម្បូរណាស់អ្នកនិយាយប៉ុន្តែខ្វះអ្នកធ្វើបាទយើងត្រូវចូលរួមក្នុងការធ្វើឲ្យបានច្រើនហើយបើលីងជាមួយសភៅរបស់យើងនេះមនុស្សយើងហ្នឹងមិនអីបានខ្ញុំតាមពិតពួកខ្ញុំពីរនាក់ហ្នឹងគោលបំណងគឺអប់រំមនុស្សទេឲ្យធ្វើល្អប៉ុន្តែមនុស្សយើងណារៀនសូត្រប៉ាកែបានតាំងពីសម័យបុរេប្រវត្តិមកមនុស្សយើងរៀនបានអីបានប៉ាកែចាំហ្នឹងតាមរយៈរឿងពីព្រោះរឿងសាច់រឿងពេលមនុស្សស្ដាប់ទៅវាមានដើមវាមានកណ្ដាលវាមានចុងរឿងខ្លះវាមានកំសត់រឿងខ្លះវាគួរឲ្យចាប់អារម្មណ៍ខ្លះវាខូខើហើយធ្វើឲ្យមនុស្សវាគាត់ចាប់រឿងប៉ាកែអប់រំចរិតលក្ខណៈហ្នឹងហើយនិយាយទៅមនុស្សយើងគឺចាំណានៅពេលដែលយើងយកវាជាសាច់រឿងយើងចាំតែម្ដងបើវាជាការពិតមួយសាមញ្ញធម្មតាដូចរឿងគណិតវិទ្យាវាពិបាករៀនដោយសារវាមិនជារឿងប្រវត្តិសាស្ត្រឬក៏អក្សរសិល្ប៍វាអាចនឹងងាយចាំដោយសារវាជាទម្រង់នៃរឿងអញ្ចឹងហើយបានជាខ្ញុំមួយលោកផូលីចង់អនុវត្តចង់ educate បាទចង់អប់រំមនុស្សទេក៏ប៉ុន្តែយើងអប់រំមនុស្សតាមរយៈរឿងដូច្នេះរឿងនិទាននិងអក្សរសិល្ប៍បាទបងប្អូនជួយអានរឿងទាំងអស់នេះទៅជាការអភិវឌ្ឍចំណេះដឹងខ្លួនឯងហើយខ្ញុំមានបងប្រុសម្នាក់គាត់ទិញសភៅខ្ញុំហ្នឹងទិញសភៅយើងណាចឹងគាត់ថាអូគ្រូសភៅហ្នឹងល្អការរៀបរៀងចេញមកដំបូងវាជាហុកធ្វើឲ្យយើងដឹងថាបញ្ញាអីគេបាទរឿងហ្នឹងហើយចុងក្រោយមាន reflection អីបន្តទៀតខ្ញុំអានសភៅហ្នឹងចង់ឲ្យកូនស្រីខ្ញុំអានបន្តទៀតបាទអញ្ចឹងជា recommendation ពីពួកខ្ញុំគឺអានសភៅឲ្យបានច្រើនហើយតាមរយៈរឿងហើយធ្វើវាឲ្យបានច្រើនដោយសារយើងខ្វះអ្នកធ្វើច្រើនលោកគ្រូផូលីមាន recommendation អីទៅកាន់អ្នកអានទេបន្ទាប់ពីយើងអាចនឹងមានសំណួរពីពួកគាត់មកសំទោសខ្ញុំពីរនាក់និយាយរហូតមើល screen អត់ដឹងសំណួរអីទេបាទចាំយើងមានសំណួរនៅពេលក្រោយបាទលោកគ្រូផូលីសម្រាប់ខ្ញុំផ្ទាល់និយាយការនេះគឺមិនថាជាការឃោសនាជា marketing អីចង់ឲ្យបងប្អូនទិញសៀវភៅខ្ញុំអានទេប៉ុន្តែវាគ្រាន់តែជាការហៅថាណែនាំដែលយើងគិតថាសៀវភៅនេះល្អយើងអ្នកនិពន្ធខ្លួនឯងអ្នករៀបរឿងខ្លួនឯងយើងពេញចិត្តតែខ្ញុំគិតថាគ្រួសារគ្រប់គ្រួសារគួរតែមានសៀវភៅនេះគឺដូចថាបើយើងមើលរឿងឡើងណា family មក category ត្រូវគ្រប់វ័យបាទទាំងបើខ្ញុំ recommend ណាបងប្អូនមុនចូលគេងបើយើងអានសៀវភៅហ្នឹងមករឿងឲ្យកូនស្ដាប់
em và dương miên xịt đây sọc từng óc này từng đây từng một pôn từng cô bà cô xa dương miên mà nè bà lá và bà lọ thời này bà luôn luôn bà em hai em hay nhưng phải trôn tích bà giờ hơi này cứ quay mình phải chom giờ này nghi xuôi vô clay nhưng mà dây đấy bàn tay cầm đất sờ điên giờ hơi nị tiên tay sờ này hơi cái tệ thòm lục là bóng bóng là vô cho lòng đỡ giờ hơi thua men tay bóng bóng ọp rung tu tư bà là thoaในការរស់នៅក្នុងលោកយើងបាទដូចជាអស់ហើយបង បាទខ្ញុំឃើញសំណួរមួយដែរដែលបងអូនស្រីម្នាក់គាត់សួរណាគាត់ថាលោកគ្រូតាអានសភៅយ៉ាងម៉េចដែរដើម្បីអានទៅកុំឲ្យឆាប់ធុញកុំឲ្យវាអានដូចភ្លើងចម្បើងណាតែឃើញសភៅល្អហើយអានមួយផ្លែតហើយលែងអានវិញសភៅយើងប្រហែល100ទំព័រ200ទំព័រហ្នឹងអានបានពីរឿងទុកចោលបាត់ឥឡូវយើងធ្វើម៉េចដើម្បីជួយគាត់ឲ្យគាត់អានឲ្យជក់ទៅតែម្ដងកុំឲ្យបោះចោលសម្រាប់ខ្ញុំបងប្អូនគួរចេះជ្រើសរើសសភៅអានបើយើងអត់ទាន់មានទម្លាប់ក្នុងការអានសភៅទេយើងគួរជ្រើសរើសបែប genre បានប្រភេទសភៅណាដែលបងប្អូនចូលចិត្តសិនចូលចិត្តអានដើម្បីបង្កើតទម្លាប់អានហ្នឹងហើយបានយើងត្រូវអានសភៅណាដែលយើងត្រូវតែអានបាទសភៅត្រូវអានមកសភៅល្អចាំបាច់បងប្អូនគួរអានដំបូងអានសភៅណាដែលយើងប៉ុន្តែដោយសារខ្ញុំមានគំនិតនេះហើយបងដោយសារខ្ញុំមានគំនិតនេះហើយបានខ្ញុំចង់បានថាយើងចង់សរសេរសភៅនេះបានថាខ្ញុំគិតថាអ្នកណាដែលមិនមានទម្លាប់អានទៅក៏ចាក់ដាំចូលចិត្តមានទម្លាប់អានដែរអានទៅជក់ហ្មងបាទអានទៅគឺចង់ថាធ្វើម៉េចឲ្យចប់សាច់រឿងហ្នឹងព្រោះយើងមានសំណួរប្រផុសចូលឲ្យគាត់ចូលរួមគិតហើយយើងផ្ដល់ជាសាច់រឿងដើម្បីឲ្យគាត់លងលយជាមួយនឹងសាច់រឿងហើយយើងដាប់គាត់ឡើងវិញជាមួយនឹងហើយគំនិតឆ្លោះបញ្ចាំងណាបាទខ្ញុំគិតណារងមានអីចាំដែរថ្មីជាការបន្ថែមទៅនឹងអ្វីដែលលោកគ្រូផូលីនិយាយហ្នឹងធ្វើម៉េចដើម្បីយើងអានទៅជក់បាទពូម៉ាក់ខ្ញុំមួយផ្សេងបាទគាត់អានជក់គាត់អានឲ្យហើយសភៅយកមកជក់បដ ாய் បាទគាត់ឈ្មោះបញ្ញាហ្នឹងហើយប៉ុន្តែគាត់ចង់លើកពីគាត់បញ្ញានៅព្រៃភ្នៅចាំគាត់ខ្ញុំនិយាយចំគាត់ពេកបាទនិយាយលេងទេបាទបញ្ញាបលឺសោចផងតាមពិតការអានសភៅខ្ញុំអាចមាន advice មួយចំនួនក្នុងការអានទៅបន្តរហូតណាទីមួយគឺដោយគ្រូផលិតខ្ញុំចង់បន្ថែមវាសំខាន់គឺរើសសៀវភៅដែលយើងពេញចិត្តយើងស្រឡាញ់យើងចង់អានហើយការរើសសៀវភៅហ្នឹងគឺឲ្យវាត្រូវជាមួយចំណូលចិត្តរបស់យើងហើយជាពិសេសការងាររបស់យើងឬក៏ជំនាញរបស់យើងបាទឧទាហរណ៍ថាខ្ញុំជាជំនាញអ្នកអប់រំអញ្ចឹងខ្ញុំត្រូវយល់ដឹងអំពី psychology ពីចិត្តវិទ្យារបស់មនុស្សជាអប់រំឬក៏ខ្ញុំជាថ្នាក់ដឹកនាំមួយខ្ញុំត្រូវយល់អំពីធ្វើម៉េចដើម្បីឲ្យយើងនិយាយទៅគ្នាយើងស្ដាប់ជក់ទេអារម្មណ៍គឺ public speaking as a leader តែយើងត្រូវធ្វើម៉េចអញ្ចឹងយើងអានមិនមែនអានទុកចោលប្រយោជន៍យើងយកមកអានហើយយើងយកអនុវត្តតែម្ដងបាទដូចជាយើងនៅពេលដែលយើងអានថាតើធ្វើម៉េចដើម្បីឲ្យប្តីខ្ញុំស្រឡាញ់ទៅប្រពន្ធខ្ញុំគាត់ចង់ឲ្យខ្ញុំអានខ្ញុំព្រោះគាត់ឈរនឹងស្រាប់ធ្វើម៉េចឲ្យក្រុមគ្រួសាររបស់យើងមានសុភមង្គលជាងនឹងតើគួរអានសភៅអីគេយើងជា chef ជាចុងភៅយើងត្រូវតែអានពីសភៅធ្វើម្ហូបអញ្ចឹងការអានជាទូទៅខ្ញុំបែងចែកជាពីរគឺសភៅដែលវាពាក់ព័ន្ធជាមួយជំនាញរបស់យើងតែម្ដងដែលគ្រប់គ្នាត្រូវតែចេះត្រូវតែដឹងគឺអានសភៅហ្នឹងទៅហើយយើងអានយើងមិនអត់ប្រយោជន៍អានធ្វើតែម្ដងវាមាន connection ណាវាមានការតភ្ជាប់ជាមួយនឹងអ្វីដែលយើងអានជាចំណេះដឹងហើយនឹងខ្លាចជាចំណេះធ្វើអញ្ចឹងអាដឹងនឹងអាធ្វើវាត្រូវតែ link ជាមួយគ្នាព្រោះយើងជាចុងភៅហើយយើងអានសភៅតាក់ទងជាមួយតារាសាស្ត្ររបស់ Albert Einstein និងអត្តដ្ឋានព្រះអង្គាអញ្ចឹងណាវាល្អដែរ good to know ប៉ុន្តែវាយើងអត់បានអនុវត្តទេ practical បាទអញ្ចឹងអានសភៅអ្វីដែលយើងអានហើយជាគំនិតរួចហើយយើងយកមកអាចនឹងធ្វើបានតែម្ដងខ្ញុំមកទៅចាស់ស្នេហ៍អ្វីដែលខ្ញុំអានអំពីសភៅ mindset តាក់ទងជាមួយនឹងធ្វើម៉េចដើម្បីឲ្យយើងជាមនុស្សដែលមានផ្នត់គំនិតមួយណាវាអភិវឌ្ឍធ្វើម៉េចដើម្បីឲ្យអង្គការស្ថាប័នរបស់យើងវាកាន់តែល្អប្រសើរបាទខ្ញុំអានសភៅstop thinking start living ធ្វើម៉េចកុំឲ្យ stress ពេកបាទនៅកន្លែងការងារនៅគ្រួសារនៅជាមួយមិត្តភ័ក្តិខ្ញុំអានអំពីសភៅ Ikigai ដែលមិត្តភ័ក្តិខ្ញុំគាត់ផ្ញើមកឲ្យខ្ញុំដែរអរគុណមែនទែនបាទតាក់ទងជាមួយនឹងមកពីជប៉ុនបាទមកពីជប៉ុន Ikigai បាទហើយមិត្តភ័ក្តិដែលឲ្យខ្ញុំហ្នឹងគាត់បាទមកចេញឈ្មោះគាត់ទៅគាត់ឈ្មោះសុភ័ក្រដូចខ្ញុំដែរអរគុណសុភ័ក្រមែនតើដែលឲ្យកាដូនេះខ្ញុំ
សភៅនេះល្អខ្លាំងបាទសភៅនេះគឺសិល្បៈនៃសុភមង្គលបាទហើយសុភមង្គលនេះដូចលោកគ្រូប៉ូលីគាត់លើកចឹងសុភមង្គលមិនតែមកកន្លែងការងារមិនតែមានលុយដកញ៉ាទេគឺសុភមង្គលគ្រប់សពតែម្ដងបាទយើងសិទ្ធិជីវិតខ្លួនឯងបាទជាសិទ្ធិជីវិតបាទជាជាងសិទ្ធិតែលើលុយណាបាទអញ្ចឹងពេលខ្លះ quote មួយដែលគេនិយាយដូចជាតំណងដែរប៉ុន្តែគេចាប់តិចគេថាអ្នកខ្លះគួរអាណិតក៏អត់មានអីសោះមានតែលុយក៏ប្លែកប៉ុន្តែចង់ឌឺអ្នកមានណាតែអ្នកខ្លះអត់មានអីសោះមែនគឺមានតែលុយបាទអូខេអញ្ចឹងឃើញថា back មកវិញគឺយើងអានសៀវភៅដែលយើងអានហើយយើងយកមកធ្វើតែម្ដងទី1ទី2គឺទម្លាប់បាទទម្លាប់យ៉ាងម៉េចធ្វើម៉េចបើយើងចង់អានសៀវភៅណាមួយយើងសិតថែមខ្លួនឯងហ្មងតែថាអូខេរហូតមើលពេលត្រូវអានយើងគិតថាសៀវភៅសំខាន់សម្រាប់យើងហើយអានសូម្បីតែមួយថ្ងៃ15នាទីក៏បានដែរឬក៏ start ពី5នាទីក៏បានដែរសល់5នាទីហើយដាក់ម៉ោងដាក់ពេលអីវីដេអូមកអានម៉ោងពេលព្រលឹមម៉ោង6ឬក៏ពេលមុនចូលគេឬក៏ពេលណាអីចឹងទៅអានតែ5នាទីជប់អានទុកចោលទៅយូរទៅវានឹងខ្លាចជាទម្លាប់យូរទៅអត់អានអត់បានហ្មងត្រូវតែអានអ្នកខ្លះគាត់អានដូចខ្ញុំអញ្ចឹងបើសិនស្វ័យសំខាន់ខ្ញុំអានពេលព្រលឹមជាងការខ្ញុំអាន office មក8តិចតួចអ្នកខ្លះគាត់អានពេលគេអាបាយហើយហ្នឹងអាន5នាទីអីអ្នកខ្លះគាត់អានខ្ញុំចូលចិត្តអានមុនពេលគេបាទវាអាស្រ័យដែរទេបាទអាហ្នឹងមួយទៀតហ្នឹងដូចប៉ូលីគាត់និយាយគឺសភៅដែលយើងអានទៅជក់បាទហើយសភៅនេះខ្ញុំគិតថាអានទៅជក់នេះ Ikigai បាទសភៅហ្នឹងសុខទៀតហើយសភៅដែលប៉ូលីដែលពងកាន់ដៃហ្នឹងខ្ញុំគិតថាអានទៅក៏អាចនឹងជក់ដែរបាទតោះសាកមិនដឹងសាកមើលដឹងបាទនេះសំណួរពីគ្នាយើងទៅមិនណាអីមានសំណួរទៀតទេណាដូចចម្រើនអាចជួយមើលអត់មានទេមានតែសំណួរមួយហ្នឹងគាត់ថាបងម្នាក់ទីនោះគាត់ថា seven habit គឺចូលឡើងលើគឺអាចមានអីបន្ថែមទៅលើគាត់បាទហ្នឹងហើយបងប្រុសម្នាក់គាត់ថាសភៅ Seven Habits ហ្នឹងក៏គេដាក់បរៀនតាមសាលាដែរបាទត្រឹមត្រូវហ្នឹងហើយសភៅហ្នឹងគេប្រើច្រើនតាបាទអញ្ចឹងមកគ្នាយើងគួរតែអានវាបានច្រើនហ្នឹងហើយបាទបងស្រីម្នាក់ទៀតក៏ចង់សួរដល់គាត់ដែរសុំតម្លៃសភៅបាទលោកគ្រូនេះតម្លៃសភៅតម្លៃសភៅជូនតែអីមួយណាគាត់សភៅសម្រាប់សភៅបងប្អូនសភៅនិទានទេសនៈនេះមួយទៀតបាទយើងសម្រាប់នៅក្នុងទីក្រុង$9បាទ$9ណាសម្រាប់ជូនដល់ដៃមកយើង$3យើងជួយចេញគ្នាសម្រាប់សេវាដឹកជញ្ជូនបងប្អូនហើយចិត្តដល់ថ្ងៃវិលចិត្តដល់ថ្ងៃ14កុម្ភៈបងប្អូនដើម្បីបង្ហាញពីសេចក្តីស្រឡាញ់បងប្អូនអាចជាសភៅជាកាដូបើសម្រាប់ខ្ញុំឲ្យតម្លៃលើសភៅខ្លាំងណាឲ្យកាដូជាសភៅមកខ្ញុំគឺវាជាកាដូដែលខ្ញុំអាចបើកម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបានកាដូសភៅបាទសម្រាប់សេចក្តីស្រឡាញ់គឺល្អមកសភៅគ្រួសារបាទខ្ញុំគ្រាន់តែចង់ share ឱកាសមកបន្តិចសភៅនេះកតិធម្មលោកនេះគឺខ្ញុំក៏បានទិញមួយក្បាលដែរហើយអ្នកនិពន្ធមិននៅឆ្ងាយពីខ្ញុំប្រហែលទេគឺលោកគ្រូផូលីនឹងឯងបាទគ្រាន់តែមានបងស្រីម្នាក់គាត់សួរថាលោកគ្រូខ្ញុំសុំសួរពាក្យមួយខ្ញុំអត់ចេះសួរពាក្យអីគេអូនគាត់ថាខ្ញុំសុំសួរពាក្យកតិធម្មលោកពាក្យហ្នឹងមានន័យយ៉ាងម៉េចដែរពាក្យហ្នឹងដូចយើងស៊ីជម្រៅដូចធម៌មិនដឹងអញ្ចឹងចង់ជាឱកាសហ្នឹងខ្ញុំអត់ចង់ឆ្លើយទេខ្ញុំចង់ឲ្យអ្នកនិពន្ធគាត់ឆ្លើយខ្លួនឯងតែម្ដងអត់ចង់សួរអត់ចង់ឆ្លើយចង់ទុកឲ្យឆ្ងល់គាត់ថាគេសួរច្រើនគេសួរច្រើនឥឡូវអ្នកនិពន្ធផ្ទាល់សូមចេះឆ្លើយមកបាទកុំឲ្យគេឆ្ងល់ទៀតបាទចង់ទុកឲ្យឆ្លើយខ្ញុំនិយាយខ្លីៗធម៌សភៅត្រាស់ដឹងមែនទេក៏មានតិចបាទពាក្យកតិធម្មលោកហ្នឹងគឺពាក្យ3បញ្ចូលគ្នាមកពាក្យកតិធម្មៈហើយនឹងលោកបងប្អូនយល់ពាក្យកតិណាកតិណាគំនិតបាទសេចក្តីចម្រុងចម្រើនបាទធម្មៈសភាវៈត្រត្រង់ឬយើងបកថាសេចក្តីចម្រើនសេចក្តីស៊ីវិល័យហ្នឹងក៏ទៅដែរបាទលោកហ្នឹងគឺបានថាគឺសំដៅលើលោកយើងឯងការរស់នៅអញ្ចឹងសភៅនេះគោលដៅចម្បងដែលខ្ញុំសរសេរសភៅនេះគឺវាពោពេញទៅដោយគំនិតអប់រំបងប្អូនហ្នឹងឲ្យយើងរស់នៅបែបណាដើម្បីឲ្យញ៉ាំងជីវិតរបស់យើងហ្នឹងរស់នៅក្នុងលោកយើងនេះឲ្យមានសេចក្តីសុខសុភមង្គលអញ្ចឹងទេបងប្អូនមិនមែនជាសភៅធម៌បើយើងនិយាយរឿងធម៌ស្អីក៏ធម៌ដែរឲ្យតែជាសភាវៈត្រត្រង់
ហើយធរវាមានធរល្អធរអញ្ចឹងណាបង បាទតាម បាទប៉ុន្តែសៀវភៅនេះវាមិនមែនជាធរសោតសម្មាសម្ពុទ្ធអីទេបងប្អូនបាទវាជាការអប់រំបានន័យថាជីវិតរបស់យើងពេលខ្លះយើងត្រូវការពុំជីវិតយើងត្រូវការកាយអីណែនាំខ្លះដែរយ៉ាងសៀវភៅនេះគោលបំណងគឺអញ្ចឹងទេមិនមែនជាសៀវភៅធរសោតទេបងប្អូន បាទខ្ញុំចង់ចែកម្លែកបន្តិចដែរព្រោះខ្ញុំមានសៀវភៅនឹងមួយក្បាលហ្នឹងខ្ញុំទិញពីគាត់បាទសៀវភៅហ្នឹងបើយើងមើលរៀងស៊ីជម្រៅបើយើងអានមួយទៅណាដូចជា section នេះខ្ញុំចូលចិត្តតាក់ទងជាមួយនឹងការសម្គាល់ជំនះនិងអភិវឌ្ឍខ្លួនឯងនៅក្នុង section មួយបើយើងគិតថាជាសៀវភៅធម៌តែម្ដងខ្ញុំគិតថាអត់ត្រូវទេសៀវភៅហ្នឹងដោយសារ section មួយគាត់និយាយហ្នឹងគឺទំនើបមែនតើគាត់ថា quote គេថា quote ពីដើមគេថាត្រីធំវាស៊ីត្រីតូច បាទប៉ុន្តែសម័យបច្ចុប្បន្នភាពជាពិសេសជាមួយនឹង technology ហើយនឹង AI ប្រើច្រើនគឺត្រីលឿនវាស៊ីត្រីយឺតបាទអញ្ចឹងខ្ញុំគិតថាសៀវភៅនេះបើយើងគិតថាស្ដាប់មើលទៅអ្នកខ្លះអាចគិតថាជាសៀវភៅនិយាយអំពីធម៌សៀវភៅនិយាយអំពីបរមបុរាណតាមពិតវាគឺជាការកាត់ខុសទាំងស្រុងវាគឺជាសៀវភៅមួយដែលពាក់ព័ន្ធជាមួយនឹងជីវិតប្រចាំថ្ងៃសពបែបយ៉ាងជីវិតស៊ីវិល័យនៅក្នុងសង្គមបច្ចុប្បន្នយើងទេរួមបញ្ចូលទាំងការអភិវឌ្ឍខ្លួនឯងដើម្បីឲ្យដើរទាន់សម័យ AI ផងដែរបាទប៉ុន្តែទោះបីនិយាយយ៉ាងណាក៏ដោយតើតើបងប្អូនតើតើអានសិនហ្នឹងអញ្ចឹងខ្ញុំថាចង់ឲ្យទិញអានសិនទៅយល់ហើយអានសិនហើយយល់ហើយបាទដូច្នេះខ្ញុំទាំងពីរនេះសូមទុកប្រហែលជាពេល10នាទីសម្រាប់ទស្សនិកជនបើសិនជាបងប្អូនបាទមានសំណួរអីបាទបងប្អូនអាចតម្លាក់នៅក្នុងខ្ទង់ comment មកយើងនឹងឆ្លើយព្យាយាមឆ្លើយបាទតាមហ្នឹងបាទមានសំណួរទៅយើង scroll តិចអូមាន new comment មកហើយខ្ញុំប្រហែលជាអាចជាសំណួរបាទគាត់សួរអំពីតម្លៃសៀវភៅហ្នឹងហើយយើងក៏បានឆ្លើយហើយដែរបាទសៀវភៅហ្នឹងអ្នកគ្រូគាត់អ្នកគ្រូចុះអ្នកគ្រូសៀវភៅហ្នឹងគឺមួយក្បាល$9ហើយបើហើយយើងដឹកគឺទឹកដឹកមួយហើយបាទ free $9 បាទហើយបើយើងទិញផ្ទាល់ដៃតែម្ដងពេញចុះតម្លៃទៅតាមហ្នឹង$3ហើយសម្រាប់សៀវភៅនេះគឺ$10បងប្អូនទៅតាមខេត្តតាមអីយើងជួយចេញសេវាគ្នាដែរបាទទិញផ្ទាល់ដៃគឺខ្ញុំលក់ជូនតែ$9បាទហើយបើខ្ញុំមើល comment បន្ថែមទៀតសិតតែលោកគ្រូប៉ូលីសសិតតែជាបុគ្គលិករបស់យើងនេះសិតតែជាអ្នកស្គាល់យើងនេះមានតាំងពីកូនសិស្សរបស់ខ្ញុំផងដែរសួស្ដីរៃបាទគាត់លើកដៃ3ដងសាពះសួស្ដីរៃហើយសូមជម្រាបសួរទៅវិញហើយសុខសប្បាយរៃណាបាទសភៅបើខ្ញុំណែនាំឲ្យរៃអាចមានច្រើនបាទសភៅច្រើននិយាយទៅបាទ Atomic Habits សភៅល្អមួយសម្រាប់រៃអានបាទខាងអ្នកគ្រូរតនាអរគុណបាទសភៅហ្នឹងល្អដែរបាទគ្រូចិន្តាបាទអ្នកគ្រូចិន្តាហ្នឹងហើយទៅធីរីបាទគ្រូសុភារីអ្នកគ្រូសុភារីបាទខាងដនបូស្កូខាងដនបូស្កូពេងហើយលោកផាណុនពេងបាទលោកផាណុនពេងអរគុណលោកផាណុនពេងលោកផាណុនពេងគួរតែអានសភៅអីដែរបាទផាណុននៅខាងទីមានជ័យហើយបងផាណុនណាហើយអូពេងផាណុនមិនពេងផាណូទេណាបាទនេះផាណុនគ្នាកីឡាករបាល់ទាត់បាទផាណុនពេងផាណុនមនុស្សល្អគួរឲ្យចូលចិត្តណាផាណុនបាទ slot ball សុភាពរៀបសារសុខសប្បាយផាណុនណាបាទទីមានជ័យឆ្ងាយបាទសប្បាយផាណុនហើយលោកនេះគាត់នឹងអានភៅអីគាត់ហ្នឹងអូច័ន្ទបញ្ញា Michael ព្រែកភ្នៅឥឡូវជាមន្ត្រីឧត្តមនៅក្រសួងធំដុំផងបាទបាទល្អណាស់លោកគ្រូគាត់គួរតែអានសភៅ Ikigai បាទរបស់ជប៉ុនចំណងជើងឲ្យច្បាស់បញ្ញាណាបាទ Ikigai ជប៉ុនណា Ikigai សិល្បៈនៃការរស់នៅបាទបញ្ញាគាត់បកកែស្រាប់ប៉ុន្តែបើអានសភៅនេះគឺគាត់កាន់តែបកកែទៅទៀតខ្ញុំស្គាល់គាត់ច្បាស់ណាស់បាទគឹមហុកលោកមេធាវីបាទអតីតកូនសិស្សខ្ញុំនៅ IFL គាត់ក៏ slot board ល្អបកកែដែរបាទនិយាយទៅសិតតែសូមអរគុណសម្រាប់ការឆ្លើយតបខាងប៉ូលីសមកថាយកតម្លៃមើលទៅបាទ
សំណួរបងណាទៅ សំណួរពីបងស្រីពីលោកនិងជាបងស្រីក៏លោក full pra ហើយជាស្រី a meaningful contribution and sharing session good job brothers បាទអរគុណបាទអរគុណទៅដល់fan របស់យើងផងដែរបាទយើងអាចនឹងធ្វើអញ្ចឹងច្រើនទៀតហើយជាពិសេស contribution គឺអាចចេញពី audience របស់យើងផងដែរពីព្រោះយើងខ្លាំងយើងអាចធ្វើបានរឿងច្រើនតើតែយើងរួមគ្នាមិនចឹងព្រោះនេះណាបាទខ្លាំងតែឯងមិនហៅថាខ្លាំងទេបងប្អូនណាបាទខ្លាំងទាំងអស់គ្នាទៅជាតិយើងខ្លាំងបាទជាតិយើងខ្លាំងទៅខ្មាំងខ្លាចបាទសម្បូរអ្នកប្រាជ្ញទៅជាតិរុងរឿងបាទសម្រាប់ខ្ញុំដោយសារពេលវេលាវាចិត្តដល់ទៅហើយខ្ញុំពាក្យប្រែផ្ដាំចុងក្រោយរបស់ខ្ញុំចុងក្រោយពេលហ្នឹងមិនតាណាទេបាទព្រោះនៅក្មេងដែរពាក្យប្រែផ្ដាំចុងក្រោយរបស់ខ្ញុំគឺមានតែលើកដៃដល់គ្រប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាខ្ញុំចាំពាក្យមួយសាមញ្ញទេគេថាពាក្យរបស់ Helen Keller alone we can Helen Keller គឺជាអ្នកនិពន្ធអាមេរិកម្នាក់ប៉ុន្តែគាត់ខ្វាក់ភ្នែកហ្មងហើយគាត់ឆ្លងទៀតប៉ុន្តែចុងក្រោយជាអ្នកនិពន្ធល្បីខ្លាំងមែនទែន Helen Keller គាត់ថា alone we can do so little together we can do so much for our community and our society ម្នាក់ឯងទោះបីយើងធ្វើប្រឹងប៉ុណ្ណាក៏ដោយវាអាចបានតិចបាទប៉ុន្តែរួមកម្លាំងគ្នាយើងអាចធ្វើបានរឿងល្អជាច្រើនអញ្ចឹងសញ្ញាពលរដ្ឋខ្មែររបស់យើងទោះបីយើងជានរណាក៏ដោយបាទកងទ័ពបងកងទ័ពគាត់នៅជួរមុខគាត់ការពារយើងរួចទៅហើយប៉ុន្តែយើងនៅខាងក្រៅនេះយើងអាចធ្វើរឿងអីក៏បានអស់តែយើងអាចធ្វើបានវាតូចប៉ុណ្ណាក៏ដោយហើយយើងធ្វើបានពីព្រោះរឿងតូចខ្លះបដុំគ្នាទៅវានឹងជារឿងធំបាទរឿងតូចមួយដែលល្អបំផុតហ្នឹងគឺបងប្អូនត្រូវតែពង្រឹងចំណេះដឹងរបស់យើងណាជំនាញរបស់យើងនិងអេយ៉ាបតស្រឡាញ់ជាតិរបស់យើងឲ្យកាន់តែប្រសើរដើម្បីយើងអាចជួយទៅគ្នាទៅវិញទៅមកបានយើងរួមចំណែកទាំងអស់ដើម្បីពលរដ្ឋរបស់យើងដើម្បីប្រទេសខ្មែរដ៏កំសត់ទូចមួយនេះបាទខ្ញុំមានប៉ុណ្ណឹងគឺចំណុចទី2ហ្នឹងគឺបើអានហើយបើដឹងហើយបើចេះហើយធ្វើផងបាទអីក៏ដោយបើមិនធ្វើគឺមិនបានទេយើងសម្បូរណាអ្នកដែលនិយាយបាទប៉ុន្តែយើងខ្វះអ្នកធ្វើយើងត្រូវបន្ថែមអ្នកធ្វើបន្តទៀតជាសម្ដីជា message ចុងក្រោយរបស់ខ្ញុំបាទសម្រាប់កម្មវិធីនេះសម្រាប់លោកផុនលីបាទសូមជើញលោកមនុស្សភាគច្រើនដឹងនៅអ្វីដែលត្រូវធ្វើប៉ុន្តែមានមនុស្សតិចណាស់ដែលធ្វើនៅអ្វីដែលខ្លួនដឹងបាទពុទ្ធក៏មានពុទ្ធិកាដែរព្រោះថាមនុស្សជាច្រើនដឹងផ្លូវប៉ុន្តែមានមនុស្សតិចណាស់ដែលដើរផ្លូវហ្នឹងបាទខ្ញុំមិនខុសគ្នាអីពីបងសុខសុភ័ក្រប្រហែលទេពួកយើងបានបាត់បង់ជាច្រើនហើយខ្មែរយើងណាបាទអញ្ចឹងយើងត្រូវតែទៀមទាអ្វីយើងបាត់បង់យើងត្រូវខំប្រឹងឡើងវិញទាំងអស់គ្នាបងប្អូនជាយាមជួយជាតិទៅតាមចំណេះជំនាញនិងឲ្យអស់ពីលទ្ធភាពយើងបកកែខាងអីជំនាញខាងអីគឺយើងប្រឹងហាត់ពុតលុតដំបន្ថែមទៅឲ្យជាធនធានល្អសម្រាប់ជាតិយើងហើយយើងជួយជាតិទៅតាមជំនាញរបស់យើងទៅបាទឲ្យអស់ពីលទ្ធភាពបាទគ្មាននរណាស្រឡាញ់ជាតិយើងជាជាងយើងខ្លួនឯងទេចឹងធ្វើឲ្យសង្គមជនយើងសកម្មខំប្រឹងទាំងអស់គ្នាបងប្អូនណាប្រឹងទាំងអស់គ្នាជួយជាតិទាំងអស់គ្នាបាទទៅតាមជំនាញតាមលទ្ធភាពរបស់យើងដែលអាចជួយបានហើយដើម្បីជួយបានយើងត្រូវខ្លាំងដើម្បីខ្លាំងគឺយើងចាប់ដើមពីការអានជាពិសេសយុវជនរបស់យើងត្រូវអានសៀវភៅបាទគេហើយជាចុងក្រោយបាទសៀវភៅនេះទាំងពីរក្បាលនេះគឺសរសេរចេញមកបានដោយសារតែក្រុមហ៊ុនរបស់យើងបាទក្រុមហ៊ុនរបស់យើងមួយដែលឈ្មោះថា Impactors បាទ Impactors គឺគោលបំណងរបស់យើងគឺដើម្បីចែករំលែកចំណេះដឹងណាដើម្បីការអប់រំហើយនិងដើម្បីក្តីស្រឡាញ់បាទចឹងជាចុងក្រោយមានតែប៉ុណ្្នឹងហើយសូមអរគុណចំពោះការតាមដានទាំងក្នុងការ live និងវីដេអូគាំទ្រហើយសូមខន្តីអភ័យទោសរាល់ការខុសឆ្គងទាំងការកាយវិការពាក្យពេចន៍និយាយស្ដីទាំងការ live របស់ថ្ងៃនេះក៏ដូចជានៅក្នុងសៀវភៅបាទមិនមានចេតនាណាមួយឲ្យមានកំហុសទេហើយបងតែពេលខ្លះយើងមិនអាចជាធម្មជាតិវារមែងមានខុសខ្លះបាទយើងធម្មតាយើងសូមខន្តីអភ័យទោសពីបងប្អូនបាទ
ចឹងពួកខ្ញុំទាំងពីរនាក់សូមលំអរកាយជម្រាបលា បា ផង ទ ដែរ សូមជម្រាបលា